កម្មវិធីនេះសហការឧបត្ថម្ភដោយឱសថគីណាមួយសម្រាប់ការឈឺចុកចាប់មួយគីណាគ្រាប់សម្រាប់ឈឺចុកចាប់ពេលមករដូវជំរាបសួរលោកស្រីនាងកញ្ញាខ្ញុំសូមអរគុណចំពោះភក្ដីភាពរបស់អស់លោកអ្នកនាងដែលបានបើកស្ដាប់កម្មវិធីព័ត៌មានជាខេមរៈភាសារបស់វិទ្យុបារាំងអន្តរជាតិ RFE នៅពេលនេះម៉ោង 7 យប់កម្មវិធីព័ត៌មានដោយសួងសុខធារីមូលនិធិ Konrad Adenauer អាល្លឺម៉ង់ជំរុញឲ្យគណៈបកនៅកម្ពុជាធ្វើការរួមគ្នាដើម្បីម្ចាស់ឆ្នោតកម្ពុជាដាស់តឿនស្ថានទូតខ្លួននៅបរទេសឲ្យពន្លឿនការផ្ដល់ទិដ្ឋាការក្រុមអ្នកតវ៉ាបង្កក់ចំណាយពេលមួយថ្ងៃពេញដើម្បីដាក់ញត្តិសុំឲ្យជួយដោះលែងសកម្មជនចំណែកព័ត៌មានអន្តរជាតិវិញទីក្រុងប៉ារីប៉េកាំងរំលឹកខួប50ឆ្នាំនៃការភ្ជាប់ទូតរវាងគ្នាទាហានចរកិច្ចជប៉ុនដ៏ពិសេសមួយរូបទទួលមរណភាព RFI មូលនិធិ Konrad Adenauer របស់អាល្លឺម៉ង់ដែលបានជួយជ្រោមជ្រែងដំណើរការប្រជាធិបតេយ្យនៅកម្ពុជារយៈពេល20ឆ្នាំមកហើយនោះបានជំរុញឲ្យគណៈបកជាប់ឆ្នោតនៅកម្ពុជាធ្វើការជាមួយគ្នាដើម្បីបម្រើម្ចាស់ឆ្នោតការជំរុញបែបនេះបានធ្វើឡើងនៅចំពោះមុខមេដឹកនាំគណៈបកទាំងពីរក្នុងឱកាសប្រារព្ធខួប20ឆ្នាំនៃវត្តមានរបស់ Konrad នៅកម្ពុជាកាលពីល្ងាចថ្ងៃសុក្រទី16មករានៅទីក្រុងភ្នំពេញប៉ែនបូណាជូនព័ត៌មាននៅចំពោះមុខលោកឧបនាយករដ្ឋមន្ត្រីសខេងនិងមេដឹកនាំបកប្រឆាំងលោកសំរងស៊ីតំណាងមូលនិធិ Konrad Adenauer ដែលជាស្ថាប័នជួយជ្រោមជ្រែងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាអស់រយៈពេល20ឆ្នាំមកហើយនោះបានជំរុញឲ្យមេដឹកនាំនយោបាយទាំងពីរធ្វើការជាមួយគ្នាដើម្បីសុភមង្គលរបស់ម្ចាស់ឆ្នោតលោកបណ្ឌិត Gerhard Vollerតំណាងជាន់ខ្ពស់របស់មូលនិធិ Konrad Adenauer Stiftung បានសង្កត់ធ្ងន់ថាការបោះឆ្នោតសភានៅកម្ពុជាកាលពីថ្ងៃ28កក្កដាបានប្រព្រឹត្តទៅដោយសន្តិភាពប៉ុន្តែការបោះឆ្នោតនេះមានផលរមាស់ដោយសារតែការប្រឆាំងតវ៉ាទៅនឹងលទ្ធផលនៃការបោះឆ្នោតដូច្នេះលោកជំរុញឲ្យគណៈបកទាំងពីរទទួលស្គាល់ទូនាទីរៀងៗខ្លួនទាំងនៅក្នុងរដ្ឋាភិបាលនិងក្នុងរដ្ឋសភាដើម្បីបម្រើម្ចាស់ឆ្នោតសូមបញ្ជាក់ថាមូលនិធិ Konrad Adenauer គឺជាស្ថាប័នដែលបានជួយគាំទ្រយ៉ាងពេញទំហឹងដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជាអស់រយៈពេល20ឆ្នាំមកហើយមូលនិធិនេះបានជួយគាំទ្រទាំងថវិកានិងបច្ចេកទេសដល់រដ្ឋាភិបាលរដ្ឋសភាព្រឹទ្ធសភានិងវិស័យសារព័ត៌មានជាដើមដើម្បីលើកកម្ពស់ប្រជាធិបតេយ្យនៅកម្ពុជាខួប20ឆ្នាំរបស់មូលនិធិ Konrad Adenauer នៅកម្ពុជាត្រូវបានប្រារព្ធធ្វើឡើងកាលពីល្ងាចថ្ងៃសុក្រ16មករានៅឯសណ្ឋាគារលើRoyal ទីក្រុងភ្នំពេញលោកសខេងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិរួមទាំងមន្ត្រីមកពីគណៈបកនយោបាយនិងស្ថាប័នជាតិកម្ពុជាជាច្រើនទៀតត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងពិធីនោះថ្លែងទៅកាន់អង្គពិធីលោកសខេងក៏បានរំលឹកឡើងវិញអំពីការបោះឆ្នោតទៀងទាត់នៅកម្ពុជានិងបានហៅការបោះឆ្នោតកាលពីថ្ងៃ28កក្កដាឆ្នាំ2013ថាបានប្រព្រឹត្តទៅដោយសេរីនិងគ្មានអំពើហិង្សាលោកអះអាងថាគ្មានជំរើសណាក្រៅពីការចរចាដើម្បីដំណោះស្រាយនយោបាយដែលកំពុងតែកើតមានបច្ចុប្បន្ននេះទេយ៉ាងណាក៏ដោយគណៈបកសង្គ្រោះជាតិដែលបានចោទប្រកាន់គណៈបកកណ្ដាលអំណាចថាបានលួចបន្លំសន្លឹកឆ្នោតនោះកំពុងតែទាមទារឲ្យរៀបចំការបោះឆ្នោតឡើងវិញលោកសំរងស៊ីមិនត្រូវបានគេអនុញ្ញាតឲ្យថ្លែងសន្ទរកថានៅក្នុងពិធីនោះទេប៉ុន្តែលោកធ្លាប់បានបញ្ជាក់ជំហរថាគណៈបកសង្គ្រោះជាតិនឹងចូលអង្គុយក្នុងសភាប្រសិនបើមានការព្រមព្រៀងគ្នាបោះឆ្នោតឡើងវិញនៅថ្ងៃទី22មករាខាងមុខជាថ្ងៃខួបគម្រប់មរណភាពរបស់លោកជាវិជាប៉ុន្តែសាលារដ្ឋាភិបាលភ្នំពេញមិនអនុញ្ញាតឲ្យសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជារបស់លោកជាមនីដើរហាយក្បួនយកកម្រងផ្កាចេញពីទីស្នាក់ការសហជីពនៅក្នុងខណ្ឌចំការមនទៅកាន់ទីកន្លែងប្រារព្ធពិធីនៅរូបសំណាកលោកជាវិជានៅលើសួនច្បារខាងលិចវិមានឯករាជ្យស្ថិតនៅខាងជើងវត្តលង្កាដោយរៀងរាល់ឆ្នាំនោះទេអាជ្ញាធររាជធានីភ្នំពេញបានអនុញ្ញាតឲ្យសហជីពជួបជុំគ្នាដាក់កម្រងផ្កាអុជធូបនៅកន្លែងតម្កល់រូបសំណាកលោកជាវិជាការសម្ដែងនេះបានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំរវាងអាជ្ញាធរក្រុងនិងតំណាងសហជីពសេរីកម្មករកាលពីព្រឹកមិញទោះជាយ៉ាងណាលោកជាមនីបានបដិញ្ញាថានឹងមិនបោះបង់គម្រោងហាយក្បួនដាក់កម្រងផ្កាឧទ្ទិសវិញ្ញាណក្ខន្ធលោកជាវិជានោះទេបើទោះបីជាការស្នើសុំនេះត្រូវបានអាជ្ញាធរបដិសេធយ៉ាងណាក្តី
ដោយឡែកក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកាលពីថ្ងៃទី15មករាបានចេញសារចរណ៍មួយណែនាំដល់ស្ថានកុងស៊ុលកម្ពុជាប្រចាំនៅបរទេសពន្លឿនការផ្ដល់ទិដ្ឋាការដល់អ្នកទេសចរនិងអ្នកវិនិយោគចូលព្រះរាជាណាចក្រកម្ពុជាដោយមិនបង្អង់និងមិនគិតសេវាបន្ថែមឡើយក្រសួងយល់ថាអន្តរាគមន៍នេះជាការសម្រួលដល់អ្នកទេសចរនិងទាក់ទាញវិនិយោគចូលកម្ពុជាឲ្យកាន់តែច្រើនឡើងសមាគមទីភ្នាក់ងារទេសចរកម្ពុជាបានអំណរសាទរចំពោះចំណាត់ការនេះហើយយល់ថាបើស្ថានទូតអាចធ្វើបាននឹងជួយសាងកេរ្តិ៍ឈ្មោះល្អដល់កម្ពុជាថែមទៀតផងស្រីសុភ័ក្ររាយការណ៍ សារចរណ៍មួយរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិចុះថ្ងៃទី15មករាឆ្នាំ2014នេះបានណែនាំដល់ស្ថានទូតនិងស្ថានកុងស៊ុលកម្ពុជាប្រចាំនៅបរទេសឲ្យពន្លឿនការផ្ដល់ទិដ្ឋាការចូលកម្ពុជាហើយមិនត្រូវគិតថ្លៃសេវាប្រញាប់បន្ថែមឡើយសារចរណ៍នេះត្រូវបានលោកកុយគួងអ្នកនាំពាក្យក្រសួងការបរទេសចាត់ទុកថាគ្រាន់ជាការដាស់តឿនដល់ឯកអគ្គរដ្ឋទូតនិងអគ្គកុងស៊ុលកម្ពុជាប្រចាំនៅបរទេសត្រូវខិតខំដោះស្រាយការស្នើសុំទិដ្ឋាការឲ្យបានលឿនកុំឲ្យអ្នកដាក់ពាក្យមានការធុញទ្រាន់បើទោះបីជាត្រូវចំណាយពេលវេលាផ្ទាល់ខ្លួនក៏ដោយក្រសួងការបរទេសជឿជាក់ថាការផ្ដល់ទិដ្ឋាការឲ្យបានឆាប់ប្រកបជាទាក់ទាញភ្ញៀវទេសចរនិងអ្នកវិនិយោគបានច្រើនបើតាមលោកកុយគួងភាពយឺតយ៉ាវក្នុងការស្នើសុំទិដ្ឋាការកន្លងមកអាចបណ្ដាលមកពីអ្នកដាក់ពាក្យមានចំនួនច្រើនពេកតែចាប់ពីពេលនេះតទៅរាល់ការដាក់ពាក្យស្នើសុំទិដ្ឋាការភ្លាមនឹងត្រូវពិនិត្យដោះស្រាយភ្លាមចំពោះតម្លៃទិដ្ឋាការទូទៅដែលមានសុពលភាព3ខែត្រូវបានអ្នកនាំពាក្យរូបនេះបញ្ជាក់ថារដ្ឋាភិបាលកំណត់តម្លៃទិដ្ឋាការផ្លូវការភ្ញៀវទេសចរគឺ$20ឬ$25ទិដ្ឋាការអ្នកវិនិយោគតម្លៃនេះសម្រាប់ទិដ្ឋាការចេញចូលម្ដងនិងអាចស្នាក់នៅកម្ពុជាយ៉ាងយូរ30ថ្ងៃបើទោះបីជាមិនទាន់បានឃើញសារចរណ៍ពន្លឿនការផ្ដល់ទិដ្ឋាការចូលកម្ពុជាលោកអាងកំអៀងប្រធានសមាគមទីភ្នាក់ងារទេសចរកម្ពុជាបានសម្ដែងអំណរនិងស្វាគមន៍ជាមុនចំពោះចំណាត់ការរបស់ក្រសួងការបរទេសកម្ពុជាដោយលោកយល់ថាអន្តរាគមន៍នេះនឹងបង្កើនការពេញចិត្តដល់ភ្ញៀវទេសចរកំឡុងពេលជួបខ្មែរដំបូងតាំងពីពេលដែលមិនទាន់មកដល់ស្រុកខ្មែរហើយលោកក៏ជឿជាក់ថាបើអាចធ្វើបានវានឹងជួយសាងកេរ្តិ៍ឈ្មោះល្អដល់កម្ពុជាបន្ថែមលើការលើកទឹកចិត្តទេសចរឲ្យមកទស្សនាកម្ពុជាកាន់តែច្រើនបើតាមប្រធានសមាគមទីភ្នាក់ងារទេសចរកម្ពុជាភ្ញៀវទេសចរមួយចំនួនដែលបានមកដល់កម្ពុជាបានរអ៊ូពីចំនួនស្ថានទូតនិងស្ថានកុងស៊ុលកម្ពុជាដែលមានតិចតួចនៅបរទេសនិងការចំណាយក្រៅផ្លូវការមួយចំនួនតាមច្រកទ្វារព្រំដែនអន្តរជាតិផងដែរទោះបីជាយ៉ាងនេះក្តីពលរដ្ឋនៃប្រទេសមួយចំនួនត្រូវបានអនុញ្ញាតឲ្យស្នើសុំទិដ្ឋាការពេលមកដល់កម្ពុជារដ្ឋមន្ត្រីក្រសួងការបរទេសឡាវលោកថងលួងស៊ីសូលីតនឹងដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជាឡាវលើកទី12ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគីដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី23ដល់ថ្ងៃទី24ខែមករាខាងមុខនេះនៅខេត្តសៀមរាបនេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃនេះគណៈកម្មការចម្រុះខាងលើនេះនឹងពិភាក្សាពីកិច្ចសហប្រតិបត្តិការផ្នែកនយោបាយនិងសន្តិសុខកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងវប្បធម៌និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចថ្នាក់អនុតំបន់បន្ទាប់មកភាគីទាំងពីរនឹងចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជាឡាវលើកទី12ផងដែរចំណែកសកម្មជនបង្កក់ដឹកនាំដោយអ្នកស្រីទេប៉ានីនិងអ្នកស្រីចៅបុផាបានដង្ហែញ៉ាត់ទៅកាន់ស្ថានទូតបរទេសនានាដើម្បីស្នើសុំអន្តរាគមន៍ឲ្យមានការដោះលែងអ្នកជាប់ឃុំចំនួន23នាក់និងជួយដោះស្រាយជម្លោះដីធ្លីតំបន់បង្កក់ញឹមសុផលជូនព័ត៌មានពិស្ដាមុនម៉ោងសម្រាប់ការងាររដ្ឋបាលរបស់មន្ត្រីស្ថានទូតនានានៅក្នុងប្រទេសកម្ពុជានៅវេលាថ្ងៃត្រង់ថ្ងៃទី17ខែមករាក្រុមសកម្មជនដីធ្លីបង្កក់ដែលដង្ហែក្បួនតាមម៉ូតូកង់3ប្រមាណជា60នាក់បានបញ្ចប់ការដាក់ញត្តិរបស់ខ្លួនទៅស្ថានទូតចំនួន4គឺស្ថានទូតអាមេរិកស្ថានទូតអូស្ត្រាលីស្ថានទូតជប៉ុននិងស្ថានទូតអង់គ្លេសក្រុមសកម្មជនបង្កក់ភាគច្រើនជាស្ត្រីដឹកនាំដោយអ្នកស្រីទេវ៉ានីនិងយ៉ងបូផាដោយមានពាក់រូបលោកច័ន្ទពុទ្ធិស័ក្តិនៅនឹងក្បាលហើយនឹងដងខ្លួនបានផ្ដល់ញត្តិទៅដល់មន្ត្រីទូតបរទេសម្ដងមួយដែលក្នុងញត្តិនោះពួកគេបានស្នើសុំកិច្ចអន្តរាគមន៍ដល់ចំនួនដីធ្លីដ៏រ៉ាំរ៉ៃនៅតំបន់បង្កក់និងស្នើសុំឲ្យជួយដោះលែងតំណាងអ្នកតវ៉ាសិទ្ធិដីធ្លីព្រមទាំងសកម្មជនការពារសិទ្ធិមនុស្សនិងកម្មករដែលបានចាប់ខ្លួន22នាក់ផ្សេងទៀតឲ្យរួចផុតពីការចោទប្រកាន់របស់តុលាការរាជធានីភ្នំពេញអ្នកស្រីទេវ៉ានីតំណាងមួយរូបរបស់សកម្មជនបង្កក់បានថ្លែងថានៅល្ងាចថ្ងៃសុក្រពួកគេបានបន្តដង្ហែញត្តិទៅជូនស្ថានទូតជាច្រើនទៀតយោងទៅតាមពេលវេលាសមស្របក៏ប៉ុន្តែមិនមែនស្ថានទូតវៀតណាមនិងស្ថានទូតចិននោះទេដែលមេដឹកនាំសកម្មជនរូបនេះអះអាងថាមិនបានគោរព
ពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យពិតប្រាកដទោះជាយ៉ាងណាក៏ដោយការដង្ហែក្បួនរបស់ក្រុមសកម្មជនបឹងកក់មិនមានការប៉ះទង្គិចគ្នាណាមួយជាមួយនឹងអាជ្ញាធរឡើយខណៈដែលបម្រើមិត្តរបស់សាលាក្រុងភ្នំពេញហាមជួបប្រជុំមហាជនដើម្បីធ្វើការតវ៉ាចាប់ពី10នាក់នៅទីសាធារណៈត្រូវគេមើលឃើញថាមិនមានប្រសិទ្ធភាពសូមបញ្ជាក់ថាកម្មករនិងសកម្មជនដីធ្លីបឹងកក់ចំនួន23នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីដើមខែមករានេះនៅពីកន្លែងផ្សេងគ្នាក្នុងនោះមានមេដឹកនាំសហជីពដែលចេញមុខគឺលោកបនពៅផងដែរដោយមានការចោទប្រកាន់ថាបានញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋនិងបង្កភាពវឹកវរដល់សង្គមរថយន្តក្រុងចំនួន10គ្រឿងនឹងត្រូវដាក់ឲ្យប្រើប្រាស់សាកល្បងសម្រាប់ការបម្រើសេវាសាធារណៈនៅក្នុងរាជធានីភ្នំពេញនៅដើមខែកុម្ភៈខាងមុខគម្រោងនេះគឺក្រោមកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនចៃកាជាមួយនឹងសាលារាជធានីភ្នំពេញតាមរយៈទីភ្នាក់ងារព័ត៌មានកម្ពុជា AKP ក្នុងកិច្ចប្រជុំបច្ចេកទេសរវាងសាលារាជធានីភ្នំពេញជាមួយចៃកានៅព្រឹកថ្ងៃទី17មករានេះភាគីទាំងពីរបានកំណត់រយៈពេលសាកល្បង1ខែលើគម្រោងដែលចាប់ផ្ដើមពីថ្ងៃទី5ដល់ថ្ងៃទី28ខែកុម្ភៈលើកំណត់ផ្លូវមួយខ្សែរបស់មហាវិថីព្រះមុនីវង្សគម្រោងដាក់ឲ្យដំណើរការសេវារថយន្តក្រុងនេះមានគោលដៅជំរុញឲ្យប្រជាពលរដ្ឋផ្លាស់ប្តូរឥរិយាបថពីការប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួនមកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈវិញដើម្បីរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុងលោកម៉ាសាស៊ូកូតូប្រធានក្រុមសិក្សាប្លង់មេនៃសេវាកម្មដឹកជញ្ជូនរាជធានីភ្នំពេញរបស់ចៃកាបានឲ្យដឹងថានេះគឺជាជំហានទី1នៃផែនការមេក្នុងការដោះស្រាយបញ្ហាចរាចរណ៍នៅក្នុងក្រុងរហូតដល់ឆ្នាំ2035បន្ទាប់មកមធ្យោបាយដឹកជញ្ជូនរួមតាមរយៈរថយន្តក្រុងនេះនឹងត្រូវអនុវត្តនៅលើផ្លូវសំខាន់ទូទាំងទីក្រុងហើយតភ្ជាប់ប្រព័ន្ធខ្សែរថភ្លើងក្រោមដីនិងលើអាកាសថែមទៀតសម្រាប់ពេលអនាគតលោកម៉ាសាស៊ូកូតូបន្ថែមថាមធ្យោបាយធ្វើដំណើររួមនេះគឺមានតម្លៃត្រឹមតែ 1,000 រៀលសម្រាប់2សប្តាហ៍ដំបូងនិង 1,500 រៀលសម្រាប់2សប្តាហ៍បន្ទាប់ដោយរថយន្តនីមួយៗគឺបំពាក់ទៅដោយម៉ាស៊ីនត្រជាក់ប្រកបដោយផាសុកភាពដែលការបម្រើសេវាកម្មទៅមកគឺចាប់ផ្ដើមពីរង្វង់មូលស្តាប់ចាស់ទៅកាន់ផ្សារច្បារអំពៅពីម៉ោង 5 កន្លះព្រឹកដល់ម៉ោង 8 កន្លះល្ងាចក្នុងនោះចន្លោះពេលរងចាំរៀងរាល់10នាទីម្ដងដោយមានចំណតរងចាំចំនួន36កន្លែងក្នុងទីក្រុងភ្នំពេញសូមបញ្ជាក់ថាកាលពីឆ្នាំ2001គម្រោងនេះបានទទួលបរាជ័យម្ដងរួចមកហើយខ្ញុំសូមផ្ដើមព័ត៌មានអន្តរជាតិវិញម្ដងដោយនិយាយពីប្រទេសបារាំងនិងសាធារណរដ្ឋប្រជាមានិតចិនបារាំងនិងចិនបានបើកសម្ពោធកម្មវិធីនៅថ្ងៃសុក្រទី17មករានេះនៅទីក្រុងប៉េកាំងអបអរខួប50ឆ្នាំនៃការផ្សារភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នាជាទំនាក់ទំនងការទូតរវាងមហារដ្ឋពីរដែលនៅចុងម្ខាងម្នាក់នៃផែនដីដែលកាលពីសម័យនោះបែងចែកគ្នាយ៉ាងស្រឡះដោយសង្គ្រាមត្រជាក់អៀងសុបិញរាយការណ៍គឺនៅថ្ងៃទី27មករាឆ្នាំ1964ដែលចិននិងបារាំងក្រោមគំនិតព្រួយផ្ដាំរបស់អតីតប្រធានាធិបតីបារាំងលោក Charles de Gaulle បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាបារាំងរដ្ឋដ៏ចំណាស់និងដ៏សំខាន់មួយនៅភាគបស្ចិមអឺរ៉ុបគឺជាប្រទេសដំបូងគេបង្អស់ដែលបានទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិនជាផ្លូវការពេលនេះបារាំងគ្រោងនឹងបើកទ្វារចំហឲ្យកាន់តែធំទទួលស្វាគមន៍និងធ្វើយ៉ាងណាឲ្យទំនាក់ទំនងជាមួយចិនកាន់តែរីកធំធាត់ខ្លាំងនៅក្នុងឆ្នាំ2014ដែលជាគម្រប់ខួប50ឆ្នាំគត់នៃការភ្ជាប់ទូតរវាងគ្នាពិធីរំលឹកខួបនេះបានចាប់ផ្ដើមប្រារព្ធតាំងពីថ្ងៃនេះតែម្ដងនៅក្នុងប្រទេសចិនដោយមានគម្រោងរៀបចំកម្មវិធីធំៗសិល្បៈវប្បធម៌និងគម្រោងផ្សេងទៀតជាង400កម្មវិធីសម្រាប់ពេញមួយឆ្នាំ2014សម្រាប់រដ្ឋមន្ត្រីការបរទេសចិនដែលបានបង្ហាញកម្មវិធីអបអរតាមរយៈសន្និសីទកាសែតនៅព្រឹកមិញព្រឹត្តិការណ៍នេះគឺជាការរំលឹកឡើងវិញនៅកំណើតនៃទំនាក់ទំនងរវាងបស្ចិមនិងបូព៌ាដែលពុះចែកដោយសង្គ្រាមត្រជាក់ជាពីរហើយដែលអាចទម្លាយជើងមេឃពិភពលោកបាននៅប្រទេសបារាំងវិញការអបអរខួប50ឆ្នាំនេះនឹងចាប់ផ្ដើមជាផ្លូវការនៅថ្ងៃទី27មករាក៏ប៉ុន្តែរដ្ឋមន្ត្រីក្រសួងការបរទេសបារាំងបានឲ្យដឹងខ្លះជាស្រេចតាំងពីថ្ងៃច័ន្ទដើមសប្តាហ៍មកក្រោយអំពីព្រឹត្តិការណ៍វប្បធម៌ដ៏សន្ធឹកសន្ធាប់ស្ទើរគ្រប់វិស័យបារាំងក៏ឆ្លៀតធ្វើយុទ្ធនាការឃោសនាទេសចរដោយបើកប្រតិបត្តិការពិសេសមួយផ្ដល់ទិដ្ឋាការដល់ទេសចរចិនក្នុងរយៈពេលតែ48ម៉ោងចាប់ពីថ្ងៃទី27មករានេះតទៅទល់នឹងជាង10ថ្ងៃយ៉ាងតិចកាលពីពេលមុនចំនួនទេសចរចិនមកប្រទេសបារាំងកើនឡើងជាលំដាប់ជាង 1,200,000 នាក់ក្នុងឆ្នាំកន្លងទៅនេះហើយជារៀងរាល់ឆ្នាំកំណើននិស្សិតចិនជ្រើសរើសចូលរៀនថ្នាក់ឧត្តមសិក្សានៅប្រទេសបារាំងកើនក្នុងកម្រិត 10% ជាក់ស្ដែងនៅពេលនេះនិស្សិតចិនជាង 35,000 នាក់កំពុងតែសិក្សានៅក្នុងប្រទេសបារាំង
ជប៉ុនអំពាវនាវសារជាថ្មីឲ្យមានការបើកធ្វើជំនួបកម្ពុជាជាមួយចិននិងកូរ៉េខាងត្បូងដើម្បីជជែកគ្នាស្វែងរកវិធីបន្ធូរបន្ថយភាពតានតឹងដែលបង្កឡើងដោយចំនួនដណ្ដើមកោះផងនិងជាពិសេសកាន់តែតានតឹងខ្លាំងក្រោយពីលោកស៊ីនស៊ូអាបេបានធ្វើដំណើរទៅគោរពវិញ្ញាណក្ខន្ធនៅវិហារយ៉ាស៊ូកូនីដែលចិននិងកូរ៉េខាងត្បូងចាត់ទុកជាការគោរពដល់អក្រិតជនសង្គ្រាមជប៉ុនតកតងទៅនឹងជប៉ុនដែរសារព័ត៌មានបារាំង AFP បានចុះផ្សាយនៅថ្ងៃសុក្រនេះពីមរណភាពរបស់លោក Hiro Onoda ជាទាហានចារកិច្ចជប៉ុនសម័យសង្គ្រាមលោកលើកទី2មួយរូបលក្ខណៈពិសេសគួរឲ្យចាប់អារម្មណ៍ត្រង់ថាទាហានជប៉ុនរូបនេះធ្លាប់បានបន្តការតស៊ូរស់នៅក្នុងព្រៃប្រទេសហ្វីលីពីនរហូតដល់ឆ្នាំ1974ព្រោះតែលោកមិនជឿថាជប៉ុនចាញ់សង្គ្រាមលោកលើកទី2ក្នុងឆ្នាំ1945នោះទេព្រំស៊ីនសូឌីណាជូនព័ត៌មានយោងតាមសារព័ត៌មានបារាំង AFP លោក Hiro Onoda ជាទាហានជប៉ុនសម័យសង្គ្រាមលោកលើកទី2បានទទួលមរណភាពក្នុងជន្មាយុ91ឆ្នាំនៅលើគ្រែរបស់លោកក្នុងក្រុងតូក្យូអ្វីដែលលោក Onoda បានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍នោះមិនមែនមរណភាពរបស់លោកទេតែគឺថាលោកជាទាហានចារកិច្ចជាទាហានជំនាញខាងបច្ចេកទេសទ័ពព្រៃដែលធ្លាប់រងរុះមិនងាយជឿថាជប៉ុនបានចាញ់សង្គ្រាមលោកលើកទី2ក្នុងឆ្នាំ1945នោះទេក្រោយសង្គ្រាមលោកបញ្ចប់ទៅលោក Onoda នៅតែបន្តរស់នៅកោះលូបាងខាងត្បូងប្រជុំកោះលូហ្សុងប្រទេសហ្វីលីពីនរហូតដល់ឆ្នាំ1974គិតទៅគឺលោកបន្តលាក់ខ្លួននៅហ្វីលីពីនអស់ជិត30ឆ្នាំក្រោយសង្គ្រាមលោកបានបញ្ចប់កាលពីឆ្នាំ1944ជប៉ុនបានបញ្ជូនលោក Onoda ទៅហ្វីលីពីនដោយដាក់បញ្ជាលោកថាមិនត្រូវប្រគល់ខ្លួនឲ្យសត្រូវដាច់ខាតហើយត្រូវតស៊ូរហូតដល់មានកងទ័ពជំនួយមកដល់នៅហ្វីលីពីនលោក Onoda និងទាហាន3នាក់ផ្សេងទៀតបានគោរពបទបញ្ជាជាតិខ្លួនពេលសង្គ្រាមលោកបានចប់ក្នុងឆ្នាំ1945ពួកគេមិនបានដឹងឮនោះទេនៅឆ្នាំ1950ទាហានជប៉ុនម្នាក់ក្នុងចំណោមទាហានទាំង4នាក់បានសម្រេចថាត្រឡប់ទៅជប៉ុនវិញទើបបានដឹងថាសង្គ្រាមលោកបានបញ្ចប់បន្ទាប់មកគេបានបញ្ជូនយន្តហោះទម្លាក់ខិត្តប័ណ្ណជាច្រើនដើម្បីប្រាប់ទាហានជប៉ុន3នាក់ទៀតនៅក្នុងព្រៃថាសង្គ្រាមលោកបានចប់តាំងពីយូរយារណាស់មកហើយទាហានជប៉ុនទាំង3នាក់នៅតែរឹងរូសមិនព្រមជឿក្រោយមកទាហានជប៉ុនម្នាក់បានស្លាប់ទៅនៅឆ្នាំ1959ជប៉ុននិងហ្វីលីពីនបានបញ្ឈប់ការស្វែងរកទាហានជប៉ុនទាំងនេះព្រោះគិតថាពួកគេប្រហែលជាស្លាប់អស់ទៅហើយនៅឆ្នាំ1972លោក Onoda និងមិត្តរួមអាវុធរបស់លោកម្នាក់នោះបានលេចមុខជាថ្មីវាយប្រហារលើទ័ពហ្វីលីពីនOnoda បានរត់គេចខ្លួនផុតពីការស្លាប់តែមិត្តរួមអាវុធរបស់លោកត្រូវបានសម្លាប់ពេលនោះជប៉ុនបានបញ្ជូនសមាជិកគ្រួសារលោក Onoda ឲ្យទៅប្រាប់លោកឲ្យជឿថាសង្គ្រាមលោកលើកទី2ចប់ហើយតែលោក Onoda នៅតែមិនជឿទាល់តែឆ្នាំ1974ពេលអតីតមេបញ្ជាការលោកបានចុះទៅព្រៃបញ្ជាឲ្យលោកប្រគល់អាវុធទើបលោក Onoda ព្រមជឿនិងស្ដាប់តាមទាហានចារកិច្ចជប៉ុន Onoda ជាទាហានចុងក្រោយគេក្នុងចំណោមទាហានជប៉ុនជាង10នាក់នៅអាស៊ីដែលមិនបានជឿថាជប៉ុនចាញ់សង្គ្រាមលោកលើកទី2ដើម្បីអធិរាជ Hirohito ពួកគេបានបន្តតស៊ូប្រយុទ្ធច្រើនឆ្នាំទៀតក្រោយសង្គ្រាមលោកបានបញ្ចប់ទៅយើងនៅមិនទាន់ទៅណាពីប្រទេសជប៉ុននៅឡើយទេយោងតាមបណ្ដាញសារព័ត៌មានជប៉ុនលោកស៊ីនស៊ូអាបេនឹងទៅចូលរួមក្នុងពិធីបើកការប្រកួតកីឡាអូឡ িম্প ិករដូវរងានៅក្នុងប្រទេសរុស្ស៊ីនៅខែក្រោយបើទោះបីជាមេដឹកនាំប្រទេសលោកខាងលិចខ្លះនាំគ្នាប្រកាសធ្វើពហិការដើម្បីប្រឆាំងនឹងច្បាប់របស់រុស្ស៊ីដែលរដ្ឋបិទសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាក៏ដោយយើងបញ្ចប់ព័ត៌មានដោយនិយាយពីស្ថានភាពក្នុងប្រទេសថៃនៅក្នុងប្រទេសថៃទីក្រុងបាងកកមួយភាគធំកំពុងបន្តកាន់កាប់ដោយក្រុមអាវលឿងមានទីតាំងយុទ្ធសាស្ត្រមួយចំនួនត្រូវបានក្រុមបាតុករបោះជំរំស្នាក់នៅដោយដែលគេធ្លាប់បានឃើញកាលពីក្នុងវិបត្តិឆ្នាំ2010កន្លងទៅព័ត៌មានថ្មីនិងដែលអាចចាត់ទុកថាជាធ្ងន់ធ្ងរនៅថ្ងៃសុក្រនេះគឺការផ្ទុះគ្រាប់បែកមួយគ្រាប់នៅក្នុងហ្វូងបាតុករដែលបានបណ្ដាលឲ្យមានមនុស្សរបួសធ្ងន់និងស្រាលយ៉ាងតិច28នាក់ប្រតិកម្មភ្លាមរដ្ឋាភិបាលនិងក្រុមបាតុករបានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមកលោកអ្នកនាងនៅបានស្ដាប់សេចក្តីរាយការណ៍លម្អិតជុំវិញរឿងនេះនៅក្នុងនេតិព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃនាពេលបន្តិចទៀតនេះវិទ្យុបារាំង RFI ភ្នំពេញ92 MHz សៀមរាប92 MHz បាត់ដំបងក្រុងព្រះសីហនុនិងកំពង់ចាម 94.5 MHz លោកអ្នកស្ដាប់ជាទីមេត្រី
ជាបន្តទៀតនេះលោកអ្នកនាងនឹងបានស្ដាប់កម្មវិធីផ្សាយរបស់យើងដែលក្នុងនោះរួមមានដំបូងគឺជានីតិភ្ញៀវប្រចាំថ្ងៃនេះប៉ែនបូណាបានសម្ភាសលោកអូវីរៈប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលនឹងពិភាក្សាអំពីការអនុវត្តច្បាប់ក្នុងបរិបទនៃការគោរពសិទ្ធិមនុស្សក្រោយមកគឺជានីតិព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃគុជគុនធីរ៉ានឹងចូលខ្លួនមកអន្តរាគមន៍ពីស្ថានភាពតានតឹងនៅក្នុងប្រទេសថៃបន្ទាប់មកទៀតគឺជានីតិបទជការដែលថ្ងៃនេះឯមៀកនឹងលើកឡើងពីមហោស្រពទីក្រុងយើងគង្រីកក្តីស្រមៃអំពីអនាគតទីក្រុងប៉ុន្តែឈរលើគំនិតអភិរក្សនិងនៅចុងបញ្ចប់នៃកម្មវិធីព័ត៌មានរបស់យើងគឺជានីតិសហគមន៍ខ្មែរនៅប្រទេសបារាំងនៅថ្ងៃនេះយើងនឹងចាក់ជូនឡើងវិញនៅបទជការរបស់ជាងបុប្ផាស្ដីពីការសម្ដែងរឿងល្ខោនប្រវត្តិគួរឲ្យឆ្ងើតតែពុំទាន់ចាប់នៃនរោត្តមសីហនុភាគបន្តភ្ញៀវប្រចាំថ្ងៃប្រចាំថ្ងៃរបស់វិទ្យុយើងនៅថ្ងៃសុក្រទី17មករានេះគឺលោកអ៊ូវីរៈប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិលោកអ៊ូវីរៈបានអះអាងថាដំណើរទស្សនកិច្ចរបស់លោកស៊ូបេឌីអ្នករាយការណ៍ពិសេសខាងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅកម្ពុជាពេលនេះមានប្រយោជន៍ក្នុងការពំនាំគោលការណ៍សិទ្ធិមនុស្សនិងអហិង្សាប្រាប់ដល់ភាគីចំនួននៅកម្ពុជាក្រោយកើតមានអំពើហិង្សាបើយោងតាមលោកអ៊ូវីរៈអាជ្ញាធរមានសិទ្ធិបំបែកបាតុកម្មហិង្សាប៉ុន្តែត្រូវឈរលើគោលការណ៍គោរពសិទ្ធិមនុស្សសូមអញ្ជើញលោកអ្នកនាងស្ដាប់កិច្ចសម្ភាសរបស់ប៉ែនបូណាជាមួយនឹងលោកអ៊ូវីរៈស្ដីពីការអនុវត្តច្បាប់ក្នុងបរិបទនៃការគោរពសិទ្ធិមនុស្សដូចតទៅលោកអ៊ូវីរៈខ្ញុំបាទសូមជម្រាបសួរបាទសូមជម្រាបសួរបាទអរគុណដែលលោកបានផ្ដល់កិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI តាមខ្សែទូរស័ព្ទដើម្បីពិភាក្សាអំពីការអនុវត្តច្បាប់នៅក្នុងបរិបទនៃការគោរពសិទ្ធិមនុស្សក៏ប៉ុន្តែមុននឹងយើងជជែកគ្នាពីបញ្ហាបច្ចេកទេសខ្ញុំចង់ចាប់ផ្ដើមបន្តិចពីវត្តមានរបស់អ្នករាយការណ៍ពិសេសខាងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិគឺលោកសូរិយាប្រសាទស៊ូបេឌីលោកស៊ូបេឌីបានបញ្ចប់ទស្សនកិច្ច5ថ្ងៃនៅកម្ពុជាហើយកាលពីថ្ងៃម្សិលមិញក្នុងនាមជាអ្នកធ្វើការខាងសិទ្ធិមនុស្សនៅកម្ពុជាតើលោកអាចវិតម្លៃបានដោយសង្ខេបទេថាតើទស្សនកិច្ចរបស់លោកស៊ូបេឌីនៅពេលនេះហុចលទ្ធផលអ្វីខ្លះដល់ការគោរពសិទ្ធិមនុស្សនៅកម្ពុជាបាទខ្ញុំមានការរីករាយដែរដែលលោកសូរិយាស៊ូបេឌីបានធ្វើទស្សនកិច្ចជាពិសេសនៅក្នុងពេលវេលាមួយដែលកំពុងតែមានភាពតានតឹងបន្ទាប់ពីការប្រើនៅអាវុធលើលោកមុខនេះដែលឈានទៅដល់គ្រោះថ្នាក់ដល់បាតកោក៏ដូចជាការស្លាប់របស់បាតកោនិងរបួសជាច្រើនរូបផងដែរហើយនៅពេលបច្ចុប្បន្ននេះស្ថានភាពនយោបាយរបស់យើងគឺទៅតែមានលក្ខណៈតានតឹងហើយដំណើរការនៃការចរចានេះហាក់ដូចជាជាប់គាំងមកដល់ពេលបច្ចុប្បន្ននេះយើងហាក់ដូចជាមិនមានតម្រុយថានឹងអាចដោះស្រាយបញ្ហាជាប់គាំងនយោបាយដែលជាប្រភពមួយនៃភាពតានតឹងកន្លែងហ្នឹងតើនឹងអាចដោះស្រាយបាននៅពេលណាប៉ុន្តែដំណើរទស្សនកិច្ចរបស់លោកសូរិយាស៊ូបេឌីគឺចំពេលវេលាល្អហើយខ្ញុំស្វាគមន៍ដែរដែលលោកបានជួបជាមួយនឹងអង្គការសង្គមស៊ីវិលហើយជាពិសេសគឺលោកបានជួបជាមួយនឹងលោកហ៊ុនសែនមន្ត្រីរដ្ឋាភិបាលក៏ដូចជាមន្ត្រីនៃគណៈបកប្រជាជាតិផងដែរគឺខ្ញុំមើលទៅចាំបាច់ដែលលោកពំនាំគោលការណ៍សិទ្ធិមនុស្សនិងសន្តិភាពនិងអហិង្សាក្នុងការជជែកគ្នាជាមួយភាគីដែលពាក់ព័ន្ធដែរបាទនៅក្នុងសន្និសីទកសែតកាលពីថ្ងៃពហុម្សិលមិញនោះលោកស៊ូបេឌីបានលើកឡើងពីការព្រួយបារម្ភរបស់លោកចំពោះការប្រើប្រាស់កម្លាំងរបស់អាជ្ញាធរនឹងទៅលើក្រុមបាតុករដែលបានកើតឡើងកាលពីថ្ងៃទី3មករានៅឯសួនឧស្សាហកម្មកាណាឌានេះជាប្រធានបទនោះដែលនៅតែក្តៅកគុកនៅឡើយនឹងមានការចាត់ប្រកាន់គ្នានឹងមានការបកស្រាយការពីខ្លួនរបស់អាជ្ញាធរមានសមត្ថកិច្ចដែលស្ដាប់ទៅហាក់ដូចជានៅតែច្បុកច្បល់ដំបូងនេះខ្ញុំចង់សុំលោកអ៊ូវីរៈពន្យល់អំពីបាតុកម្មថាអ្វីទៅដែលហៅថាបាតុកម្មក្នុងក្របខ័ណ្ឌសម្ដែងមតិដែលធានាដោយច្បាប់និងស្របតាមលទ្ធិប្រជាធិបតេយ្យបាទបាតុកម្មគឺជាសិទ្ធិមួយដ៏សំខាន់ដែលមានការក្នុងរដ្ឋធម្មនុញ្ញគឺផ្នែកមួយនៃសិទ្ធិសម្ដែងមតិការធ្វើបាតុកម្មនេះគឺជាលក្ខណៈសម្ដែងមតិតាមផ្លូវកាយនិងផ្លូវស្ដីក្តីផ្លូវរូបភាពក្តីប៉ុន្តែវាជាការបង្ហាញមួយជាលក្ខណៈសាធារណៈសម្រាប់សាធារណជនក្នុងការបានដឹងពីមតិរបស់អ្នកចូលរួមរដ្ឋធម្មនុញ្ញរបស់យើងនិងកតិកាសញ្ញាអន្តរជាតិជាច្រើនបានការពារនៅសិទ្ធិមួយនេះយើងក៏មានច្បាប់បាតុកម្មដោយសន្តិវិធីដែលចូលជាធរមានរួចទៅហើយច្បាប់បញ្ចែងនៅខ្លឹមសារនៃការអនុវត្តទៅនៃការធ្វើបាតុកម្មនេះប៉ុន្តែទន្ទឹមគ្នានេះដែរនៅក្នុងពិភពលោកគេនិយាយថាសិទ្ធិក្នុងការសម្ដែងមតិសិទ្ធិក្នុងការធ្វើបាតុកម្មដោយសន្តិវិធីជាសិទ្ធិហើយអ្វីផ្សេងដែលក្នុងការចាំរៀបរៀងចាំបាច់
គឺជាការលើកលែងទេបានន័យថាមានលក្ខណៈមួយចំនួនគឺការធ្វើបាតកម្មអាចត្រូវបានរៀបរៀងបានប៉ុន្តែនោះគឺជាករណីដែលចាំបាច់បំផុតបាទនៅស្រុកយើងជាទូទៅរវាងអ្នកធ្វើបាតកម្មហើយនិងអាជ្ញាធរនោះតែងតែប្រទាំងប្រទើសគ្នាដោយសារតែអាជ្ញាធរមិនអនុញ្ញាតឲ្យមានការជួបជុំឬក៏មានការដង្ហែក្បួនក្រោមហេតុផលនៃសន្តិសុខសម្រាប់ធ្នាប់សង្គមជាដើមក៏ប៉ុន្តែអ្នករៀបចំបាតកម្មជាទូទៅនោះនៅតែជំនះធ្វើការជំនះធ្វើបែបនេះហើយដែលធ្វើអាជ្ញាធរនោះច្រើនតែហៅថាជាបាតកម្មខុសច្បាប់តើបាតកម្មករណីនេះខុសច្បាប់មែនដែរឬទេបាទតាមគឺបាតកម្មហ្នឹងបើសិនជាយើងមើលមែនតើគឺអាជ្ញាធរ55ហ្នឹងគឺជាអ្នកបន្តអនុវត្តទៅតាមខ្លឹមសារនៃបាតកម្មឬមួយក៏ស្តង់ដារអន្តរជាតិទៅលើខ្លឹមសារនៃបាតកម្មនេះទេគឺអាជ្ញាធរតលតែមានមូលហេតុច្បាស់លាស់ពិតប្រាកដណាមួយហើយមានលក្ខណៈសំខាន់បំផុតក្នុងការរៀបរៀងទើបមានទឹកក្នុងការរៀបរៀងមិនឲ្យមានបាតកម្មប៉ុន្តែជាទូទៅគឺបាតកម្មត្រូវតែបានអនុញ្ញាតលើកលែងតែមានលក្ខណៈឬមួយក៏ព័ត៌មានជាក់លាក់ក្នុងការរៀបរៀងហើយយើងឃើញនៅក្នុងប្រទេសកម្ពុជារបស់យើងគឺអាជ្ញាធរគាត់រៀបរៀងសិនគាត់រៀបរៀងគ្រប់បាតកម្មទាំងអស់ហើយគាត់លើកលែងក្នុងយូរម្ដងគាត់អនុញ្ញាតអាហ្នឹងហើយជាការគិតផ្ទុយគ្នាមួយឬមួយការគិតខុសមួយពីគោលការណ៍សិទ្ធិមនុស្សដែលយើងឃើញនៅដែលជាទៅដល់ការប៉ះទង្គិចគ្នារវាងអាជ្ញាធរនិងប្រជាពលរដ្ឋដែលធ្វើបាតកម្មនេះបាទមានន័យថាច្បាប់បាតកម្មរបស់យើងសប្តាហ៍ថ្ងៃហ្នឹងមិនឆ្លុះបញ្ចាំងពីរដ្ឋធម្មនុញ្ញច្បាប់របស់យើងនឹងតាមពិតមិនជាប្រភពនៃបញ្ហាទេប៉ុន្តែអ្នកអនុវត្តច្បាប់គឺគាត់បានឆ្លុះបញ្ចាំងទៅលើខ្លឹមសារច្បាប់ទាំងស្រុងទេបើមិនយើងមើលគោលការណ៍ច្បាប់មែនទែនគឺគាត់ចែងច្បាស់ពីសិទ្ធិនេះបានន័យថាធានានៅសិទ្ធិចូលរួមបាតកម្មដល់ប្រជាពលរដ្ឋគ្រប់រូបហើយតាមពិតអាជ្ញាធរអត់មានសិទ្ធិអនុញ្ញាតទេក្នុងច្បាប់បាតកម្មរបស់យើងប្រជាពលរដ្ឋអ្នកចូលរួមបាតកម្មគឺត្រូវតែជូនដំណឹងទៅអាជ្ញាធរបានន័យថាឲ្យដឹងទៅតែយើងរៀបចំធ្វើបាតកម្មជាសាធារណៈនៅកន្លែងណាមួយហើយបើសិនជាការធ្វើបាតកម្មនៅទីធ្លាសាធារណៈជាទូទៅឧទាហរណ៍នៅមុខសភាក្តីនៅមុខគណៈរដ្ឋមន្ត្រីក្តីឬមួយទីតាំងណាមួយជាសាធារណៈគឺយើងមានកាតព្វកិច្ចជូនដំណឹងទៅសាលាក្រុងឬមួយក៏សាលាខេត្តហ្នឹងគឺរយៈពេល5ថ្ងៃមុនការធ្វើបាតកម្មប៉ុន្តែបើសិនជាយើងជ្រើសរើសធ្វើបាតកម្មនៅទីធ្លាឯកជនឬមួយក៏ក្នុងទីធ្លាប្រជាធិបតេយ្យនោះគឺយើងជូនដំណឹងតែ12ម៉ោងមុនទេប៉ុន្តែសម្រាប់ទីធ្លាប្រជាធិបតេយ្យនេះគឺកម្រិតមនុស្សតែត្រឹម200នាក់ទេបើមិនលើស200នាក់ត្រូវតែជូនដំណឹង5ថ្ងៃមុនអាហ្នឹងច្បាប់បាតកម្មរបស់យើងគឺច្បាស់ណាស់ហើយក្រសួងមហាផ្ទៃបានចេញលិខិតណែនាំមួយសភៅណែនាំមួយបាននិយាយថាក្នុងកលៈទេសៈណាដែលប្រជាពលរដ្ឋមិនបានបំពេញស្នាបែបបទទាំងស្រុងក៏អាជ្ញាធរត្រូវតែសម្របសម្រួលធានានៅសិទ្ធិបាតកម្មដែរលើកលែងតែក្នុងករណីដែលចាំបាច់ទេដែលអាចរៀបរៀងបានចុះប្រសិនណាបើបាតកម្មនោះផ្ទុះអំពើហិង្សាទៅវិញតើបាតកម្មនោះនៅស្របច្បាប់ទៀតដែរឬទេហើយអ្នកណាទទួលខុសត្រូវចំពោះករណីនេះក្នុងច្បាប់របស់យើងបានចែងច្បាស់ទី1អ្នកណាប្រព្រឹត្តអ្នកនោះជាអ្នកទទួលមិនមែនបាតកម្មទាំងមូលទេបើមិនក្នុងករណីមានបុគ្គលមួយរូបបានប្រព្រឹត្តនៅអំពើខុសច្បាប់ណាមួយអាចជាការផ្ទុះហិង្សាឬមួយក៏គាត់ទៅបង្ករឿងក៏ឬមួយក៏គាត់ជេរប្រមាថគេឧទាហរណ៍ឬគាត់ញុះញង់គេអញ្ចឹងគឺតែនឹងជាអ្នកទទួលអាជ្ញាធរអាចចាត់វិធានការតាមផ្លូវច្បាប់បានទៅលើបុគ្គលហ្នឹងប៉ុន្តែមិនអាចយល់មូលហេតុហ្នឹងជាលេសមួយដើម្បីរៀបរៀងបាតកម្មទាំងមូលទេក៏ប៉ុន្តែបើសិនជាបាតកម្មទាំងមូលថាដឹកនាំនៃបាតកម្មទាំងមូលហ្នឹងជាអ្នកជំរុញការបំពានច្បាប់ហ្នឹងខ្លាយទៅជាការធំអាហ្នឹងគឺអាជ្ញាធរមិនត្រឹមអាចមានសិទ្ធិក្នុងការបំបែកបាតកម្មនោះទេតែពិតមានកាតព្វកិច្ចក្នុងការថែរក្សាសណ្ដាប់ធ្នាប់សម្រាប់ប្រជាពលរដ្ឋសម្រាប់សង្គមទាំងមូលបានន័យថាម៉េចបានន័យថាក្នុងការប្រើកម្លាំងដែលចាំបាច់បំផុតហើយឲ្យសមតុល្យភាពបំផុតក្នុងការបំបែកនៅបាតកម្មបែបហ្នឹងប៉ុន្តែក្នុងន័យមួយដែលគោរពសិទ្ធិមនុស្សដដែលបាទតកតងទៅនឹងការបង្ក្រាបហើយដោយប្រើកម្លាំងឲ្យមានតុល្យភាពនោះលោកសូរិយាប្រសាទសុបនីក៏បានលើកឡើងដែរថាលោកបានលើកឡើងដំណាក់កាល3ដើម្បីវាស់ស្ទង់ទី1គឺការប្រើកម្លាំងឬក៏ការបង្ក្រាបរហូតដល់ប្រើអាវុធអីហ្នឹងទាល់តែករណីនោះចាំបាច់បំផុតទី2គឺការបង្ក្រាបនេះគឺត្រូវធ្វើឡើងដោយស្របច្បាប់ហើយនិងទី3គឺត្រូវតែមានកម្លាំងសមាមាត្រគ្នាទៅនឹងកម្លាំងរបស់បាតុករខ្ញុំសូមឲ្យលោកឧបិរៈពន្យល់ឲ្យច្បាស់បន្តិចអំពីការបង្ក្រាបបាតុកម្មដំណាក់កាលទាំង3ហ្នឹងតើមានន័យយ៉ាងម៉េចបាទចាំបាច់ពាក្យចាំបាច់បំផុតហ្នឹងគឺបានន័យថាបើសិនជាបាតុកម្មហ្នឹងគឺបង្កឲ្យវាមានភាពចលាចលច្បោកច្បល់ប៉ះពាល់ទៅធ្ងន់ធ្ងរទៅលើសិទ្ធិអ្នកដទៃអាហ្នឹងគឺមានមូលហេតុចាំបាច់ហើយគឺអាជ្ញាធរត្រូវតែចាំបាច់លោកដៃក្នុងការបង្ក្រាបបាតុកម្មហ្នឹងឥឡូវក៏ជាយើងថាបាតុកម្មហ្នឹងខ្លាយទៅជាបាតុកម្មមួយហិង្សាតែ
តែគាត់ចាប់ដើមទៅបំផ្លាញទ្រព្យសម្បត្តិអ្នកជិតខាងនៅតាមបណ្ដាផ្លូវឬមួយក៏គាត់ចាប់ដើមញុះញង់ឲ្យទៅមានអំពើហិង្សាអញ្ចឹងទៅអាហ្នឹងគឺអាជ្ញាធរអាចបង្ក្រាបបានប៉ុន្តែអាជ្ញាធរដែលពាក់ព័ន្ធដែលមានសមត្ថកិច្ចបាត់ធ្វើបានមិនអាចយកទៅហ៊ានទៅធ្វើសង្គ្រាមព្រះវិហារយកមកបង្ក្រាបបាតកោប្រជាពលរដ្ឋទេអាហ្នឹងគឺមិនស្របច្បាប់ទេហើយមួយទៀតគឺតាក់ទងរឿងថាតុល្យភាពនៃកម្លាំងហ្នឹងបានន័យថាបើសិនជាបាតកោគាត់ជាស្ត្រីហើយគាត់បិទផ្លូវគឺយើងគាត់អត់តដៃគាត់អត់អីទេគាត់មានការហិង្សាទេអាហ្នឹងយើងគ្រាន់តែរុញគាត់ចេញទៅគៀនផ្លូវទេទៅឬមួយក៏យើងចាប់លើគាត់ហ្នឹងយកបោដាក់គៀនផ្លូវទៅដើម្បីកំប្រើនៅការធ្វើទរណកម្មឬអ្វីតបអសោះហើយយើងអត់ប្រើអាវុធទល់សោះអាហ្នឹងគឺយើងធ្វើតែប៉ុណ្្នឹងទៅគឺគេហៅថាសំស្របទៅលើកម្លាំងហើយប៉ុន្តែបើសិនជាបាតកោឧទាហរណ៍ក៏គប់ដុំថ្មមានកន្លែងខ្លះដែលយើងបានឃើញគឺបាតកោគប់ដុំថ្មអញ្ចឹងទៅគាត់ប្រើកន្លែងខ្លះគាត់ចាក់តាំងចូលដបហើយគាត់ដុតហើយគាត់គប់ទៅខាងទាហានអញ្ចឹងទៅអាហ្នឹងសួរទៅតើកម្លាំងទៅប៉ុណ្ណាដែលចាំបាច់ឲ្យតុល្យភាពអាហ្នឹងគេមើលចឹងថាឥឡូវបើសិនគាត់ធ្វើអញ្ចឹងតើយើងអាចរៀបរៀងកុំឲ្យរបួសដល់ទាហានបានដែរឬមួយអត់ហើយយើងអាចថែរក្សាស្ដាប់ផងបានអត់យើងអាចឧទាហរណ៍យើងអាចបាញ់ផ្សែងធ្វើឲ្យផ្នែកនឹងផ្សារឬមួយក៏យើងប្រើឡានទឹកដើម្បីបាញ់ធ្វើឲ្យកុំឲ្យគាត់នឹងគប់ដង្ហរឬមួយប្រើប្រាស់នៅការគប់ផ្សាំងអីយ៉ាងទៀតទៅឬមួយចាំបាច់បំផុតយើងអាចប្រើខែគ្រាប់កភ្លើងជ័រគ្រាប់ភ្លើងជ័រគាត់បាញ់ឲ្យអស់គូទៀតហ្នឹងគឺអត់មានប៉ះពាល់ដល់ជីវិតឬមួយសុខភាពបុគ្គលទេយើងអាចឧទាហរណ៍យើងអាចចូលទៅប៉ុន្តែយើងកុំឲ្យវាយគេយើងអាចចូលទៅយើងអាចកាត់ដាក់ហើយយើងទុកគាត់នៅស្ងៀមមកកន្លែងទៅដើម្បីឲ្យវាស្ថានភាពហ្នឹងស្រួលបួលឡើងវិញអញ្ចឹងទៅគឺបលិអត់មានសិទ្ធិដាក់ទោសគេទេបានន័យថាបើសិនជាគាត់ចាប់គេបានដោយកម្លាំងចាំបាច់ទៅចាប់ចងគេបានក៏មានសិទ្ធិបាយទៀតទេមានតែតុលាការមួយទេដែលមានឆន្ទៈសិទ្ធិក្នុងការធ្វើការវិនិច្ឆ័យទៅលើច្បាប់គោលការណ៍ច្បាប់និងសម្រាប់ដាក់ទោសទៅតាមកម្រិតណាមួយអញ្ចឹងទៅអញ្ចឹងយើងមានគោលការណ៍ច្បាស់លាស់ហើយខ្ញុំសូមពីវនាទៀតគឺទី1កម្មករពេលបាតកោគឺគាត់គ្មានសិទ្ធិក្នុងការធ្វើខុសច្បាប់ទេទោះបីគាត់ជាអ្នកបាតកោគាត់មានមូលហេតុក្នុងការទាមទារអីត្រឹមត្រូវក៏ដោយក៏គាត់មានសិទ្ធិធ្វើការខុសច្បាប់ដែរទី2ប៉ូលីសហើយអាជ្ញាធរនៅពេលដែលធ្វើខុសច្បាប់អ្នកណាប្រព្រឹត្តតែនឹងត្រូវទទួលហើយអ្នកណាបញ្ជាក៏ទទួលខុសច្បាប់ដែរអញ្ចឹងត្រូវតែមានការស៊ើបអង្កេតបាទដោយសារអស់ពេលខ្ញុំសូមសំណួរចុងក្រោយលោកសំរងស៊ីនៅលើកឹមសុខាឧទាហរណ៍មេដឹកនាំបពប្រឆាំងហ្នឹងហើយរួមទាំងលោករងឈុនប្រធានសមាគមគ្រូបង្រៀនហើយនឹងជាតំណាងសហជីពម្នាក់ដែរហ្នឹងត្រូវបានតុលាការកោះហៅទៅបំភ្លឺអំពីបទញុះញង់ឲ្យប្រព្រឹត្តបទអក្រិតតាក់ទងទៅនឹងអំពើហិង្សាក្នុងបាតុកម្មខ្ញុំចង់ដឹងថាតើអ្នកដឹកនាំបាតុកម្មទទួលខុសត្រូវយ៉ាងដូចម្តេចចំពោះអំពើហិង្សាដែលកើតឡើងអ្នកដឹកនាំបាតុកម្មអត់ទទួលខុសត្រូវចំពោះបទល្មើសដែលកើតឡើងទេប៉ុន្តែក៏អាចទទួលខុសត្រូវពីបទញុះញង់បានបើមិនជាគាត់ញុះញង់មែនហើយពាក្យថាញុះញង់នេះវាមានកត្តាមួយចំនួនទី1ញុះញង់ដែលមានទុច្ចរិតភាពគឺមានចិត្តក្នុងការបំផ្លាញឬមួយខុសច្បាប់ណាមួយហើយដឹងតែខុសច្បាប់ហើយនៅតែញុះញង់ទៀតហើយយើងនិយាយអ្វីមួយដែលញុះញង់ឲ្យអ្នកផ្សេងហ្នឹងទៅធ្វើដល់អំពើដែលខុសច្បាប់អញ្ចឹងវាផ្សាយទៅលើខ្លឹមសារនៃការសម្ដីក្នុងមេដឹកនាំរបស់បាតកម្មហ្នឹងទេបើមិនមេដឹកនាំហ្នឹងបាននិយាយឧទាហរណ៍យើងបញ្យុឲ្យកម្មករនៅទៅដុតរោងចក្រឬមួយក៏ឲ្យកម្មករនៅទៅវាយអ្នកសន្តិសុខឬមួយនេះគឺអ្នកដែលវាយក៏ខុសច្បាប់អ្នកដែលបញ្យុគេហ្នឹងក៏ខុសច្បាប់ដែរជាបាទសូមថ្លែងអំណរគុណចំពោះលោកឧវិរៈប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលបានចំណាយពេលវេលាផ្ដល់កិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅពេលនេះសូមអរគុណហើយនឹងសូមជម្រាបលាលោកបាទសូមអរគុណជំរាបលាព័ត៌មានលឿនរហ័សច្បាស់លាស់និងស៊ីជម្រៅវិទ្យុបារាំង RFI អរគុណបូណាដែលបានរៀបចំបទសម្ភាសន៍ស្ដីពីការអនុវត្តច្បាប់ក្នុងបរិបទនៃការគោរពសិទ្ធិមនុស្សព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃនៅក្នុងនីតិព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃនៅថ្ងៃនេះគុនធីរ៉ានឹងចូលខ្លួនមកអន្តរាគមន៍ជុំវិញស្ថានភាពតានតឹងនៅក្នុងប្រទេសថៃជំរាបសួរគុនធីរ៉ាសួស្តីសុភារីចាគុនធីរ៉ានៅក្នុងប្រទេសថៃទីក្រុងបាងកកមួយភាគធំកំពុងតែបន្តកាន់កាប់ដោយក្រុមបាតកោអាវលឿងមានទីតាំងយុទ្ធសាស្ត្រមួយចំនួនក៏ត្រូវបានក្រុមបាតកោបោះជំរំស្នាក់នៅដោយដែលគេធ្លាប់បានឃើញកាលពីនៅក្នុងវិបត្តិឆ្នាំ2010កន្លងទៅព័ត៌មានថ្មីដែលនឹងអាចចាត់ទុកថាជាព័ត៌មានធ្ងន់ធ្ងរនៅថ្ងៃសុក្រនេះគឺការផ្ទុះគ្រាប់បែកមួយគ្រាប់
នៅក្នុងវងបាតកោដែលបានបណ្ដាលឲ្យរបួសធ្ងន់និងស្រាលយ៉ាងតិចក៏28នាក់ប្រតិកម្មភ្លាមៗគឺថារដ្ឋាភិបាលនិងក្រុមបាតកោបានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមកដំបូងខ្ញុំចង់ឲ្យគុណធីរ៉ារៀបរាប់បន្តិចអំពីប្រតិកម្មផ្ទុះគ្រាប់នៅក្នុងទីក្រុងបាងកកនៅប៉ុន្មានម៉ោងមុននេះបាទបើយោងតាមព័ត៌មានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP ឲ្យដឹងថាគ្រាប់បែកបានផ្ទុះនៅវេលាម៉ោង1រសៀលម៉ោងក្នុងទីក្រុងបាងកកត្រូវជាម៉ោង8ព្រឹកម៉ោងក្នុងប្រទេសបារាំងអ្វីជាការកត់សម្គាល់នោះគឺថាគ្រាប់បែកនោះមិនបានផ្ទុះនៅចំកណ្ដាលហ្វូងបាតកោទេតែបានផ្ទុះនៅពីមុខក្បួនបាតកម្មដែលមានវត្តមានមេបាតកោលោកស៊ូថេបនិងដែលការផ្ទុះនោះមានចម្ងាយពីលោកស៊ូថេបប្រមាណតែ30ម៉ែត្រប៉ុណ្ណោះភ្លាមក្រុមកងការពារលោកស៊ូថេបក៏បានក្រៀកលោកស៊ូថេបចូលទៅក្នុងសួនឧទ្យានក្បែរនោះដែលជាទីកន្លែងបោះទីតាំងរបស់ក្រុមបាតកោអាវលឿងអស់រយៈពេលជាច្រើនថ្ងៃកន្លងមកហើយរូបភាពនៅក្រោយការផ្ទុះគ្រាប់បែកនោះត្រូវបានទូរទស្សន៍គាំទ្របាតកោចាក់ផ្សាយជាប់មិនដាច់ដោយបានបង្ហាញឲ្យឃើញនៅទស្សនភាពរត់ប្រសេកប្រសៃរបស់បាតកោនិងមានអ្នកខ្លះទៀតដេកក្រាបផ្ទាល់ដីពិសេសគឺរូបភាពបាតកោរងរបួសដែលមានឈាមហូរដាប់ពេញខ្លួនដោយត្រូវបានគ្នាគេព្រមទាំងក្រុមអ្នកជួយសង្គ្រោះដឹកនាំទៅកាន់មន្ទីរពេទ្យខុសៗគ្នាក្នុងទីក្រុងបាងកកយោងតាមតួលេខផ្ដល់ដោយមជ្ឈមណ្ឌលជួយសង្គ្រោះឲ្យដឹងថាមានមនុស្សរងរបួសយ៉ាងតិច31នាក់ក្នុងនោះមានរបួសធ្ងន់ម្នាក់ចំណែកខាងប៉ូលីសក៏បានបញ្ជូនក្រុមអ្នកស៊ើបអង្កេតភ្លាមទៅកាន់ទីកន្លែងកើតហេតុដែលយ៉ាងណាក្តីនៅពេលនេះបាតកោនិងរដ្ឋាភិបាលបានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមកទន្ទឹមគ្នានេះមានមតិខ្លះបានលើកឡើងថាអាចជាស្នាដៃរបស់ប្រជាជនក្នុងក្រុងបាងកកដែលធុញទ្រាន់នឹងពួកបាតកោដែលរំខានដល់ការរស់នៅរកស៊ីរបស់ពួកគេសុភារីចាបើម្នាក់ឆ្លើយថាមិនមែនជាទង្វើរបស់ខ្លួនអញ្ចឹងតែវាអាចជាស្នាដៃរបស់ក្រុមឬក៏ចលនាណាទៅគុណធីរ៉ាខ្ញុំក៏មិនដឹងដែរសុភារីប៉ុន្តែខ្ញុំក៏មិនដឹងដែរសុភារីក៏ប៉ុន្តែនឹងអ្វីដែលគេអាចនិយាយបាននៅពេលនេះគឺថាអំពើហិង្សាដែលកើតចេញពីការបំផ្ទុះគ្រាប់បែកពីការបាញ់ប្រហារឬមួយក៏ពីទង្វើអ្វីផ្សេងទៀតនៅក្នុងក្បួនបាតកម្មតាមផ្លូវវាជារឿងមួយធម្មតានិងមិនអាចជាផុតទេករណីប្រទេសថៃវាសឹងតែខ្លាចជារឿងមួយធម្មតាទៅហើយព្រោះថាអំពើហិង្សានយោបាយក្នុងប្រទេសជិតខាងកម្ពុជាមួយនេះមិនមែនទើបតែកើតនៅថ្ងៃម្សិលមិញឬមួយក៏នៅថ្ងៃនេះឯណាគឺបានកើតមានតាំងតែពីក្រោយរដ្ឋប្រហារយោធាទម្លាក់លោកនាយករដ្ឋមន្ត្រីថាស៊ីងក្នុងឆ្នាំ2006មកម្លេះដូច្នេះវាមិនមែនជារឿងមួយគួរឲ្យភ្ញាក់ផ្អើលខ្លាំងពេកទេផ្ទុយទៅវិញនឹងអ្វីដែលហាក់ដូចជាប្លែកបន្តិចនោះគឺថាឧបទ្ទហេតុដែលបានកើតមានឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះមិនបានកើតមាននៅពេលថ្ងៃក្នុងខ្វងបាតកម្មទេគឺច្រើនតែកើតមានឡើងក្នុងពេលយប់នៅក្នុងជំរំរបស់បាតកោអាវលឿងខ្លួនឯងដោយគេមិនដឹងថាតើជនដៃដល់ជានរណានឹងមកពីខាងណាឡើយជាក់ស្ដែងថ្មីនេះមានការចោលគ្រាប់បែកមួយគ្រាប់លើផ្ទះមួយរបស់លោកអតីតនាយករដ្ឋមន្ត្រីអភិសិទ្ធក្នុងពេលរាត្រីដោយមិនបានបង្កឲ្យមានមនុស្សស្លាប់និងរងរបួសទេទំនួលដែលចោទនៅពេលនេះគឺថាតើជនដៃដល់ជាក្រុមឬចលនាមួយណាព្រោះសូមជម្រាបជូនថាបាតកម្មក្នុងទីក្រុងបាងកកសប្តាហ៍ថ្ងៃគឺជាបាតកម្មរបស់ក្រុមអាវលឿងសុទ្ធសាធពលមិនមានបាតកម្មរបស់ពួកអាវក្រហមគ្រប់គ្រងលោកស្រីនាយករដ្ឋមន្ត្រីយីងឡាក់ដែលពួកអាវលឿងកំពុងទាមទារឲ្យលោកស្រីចុះចេញពីតំណែងនោះទេរហូតមកដល់ម៉ោងនេះទាំងព្រឹត្តិការណ៍ចោលគ្រាប់បែកលើផ្ទះរបស់លោកអភិសិទ្ធក៏ដូចជាការបំផ្ទុះគ្រាប់បែកនៅថ្ងៃរសៀលថ្ងៃនេះត្រូវបានក្រុមបាតកោអាវលឿងចោទលោកស្រីយីងឡាក់ចំមុខតែត្រូវបានលោកឧបនាយករដ្ឋមន្ត្រីស៊ូរ៉ាពុងចោទត្រឡប់វិញថាគឺជាទង្វើរបស់ក្រុមបាតកោអាវលឿងខ្លួនឯងក្នុងបំណងបញ្ឆេះឲ្យមានអំពើហិង្សាដើម្បីឲ្យទាហានចូលខ្លួនធ្វើអន្តរាគមន៍សុភារីចាហេតុអ្វីបានជាលោកឧបនាយករដ្ឋមន្ត្រីស៊ូរ៉ាពុងនឹងហ៊ានអះអាងយ៉ាងដូចនេះគុណធីរ៉ាបាទដំបូងគួរជំរាបជូនថាចម្លើយតបវិញរបស់លោកស៊ូរ៉ាពុងជារឿងមួយធម្មតាដើម្បីការពារភាពស្អាតស្អំរបស់រដ្ឋាភិបាលតែអ្វីដែលលោកស៊ូរ៉ាពុងហ៊ាននិយាយថាជាទង្វើរបស់ក្រុមបាតកោអាវលឿងខ្លួនឯងក្នុងបំណងបញ្ឆេះឲ្យមានអំពើហិង្សាដើម្បីឲ្យទាហានចូលខ្លួនធ្វើអន្តរាគមន៍នោះពិតជារឿងមួយមិនសូវខុសប៉ុន្មានទេបើគេពិនិត្យមើលនៅក្នុងវិបត្តិនាពេលកន្លងមកដូចខ្ញុំបានបញ្ជាក់នៅមុននេះស្រាប់រួចហើយថាបាតកម្មសពថ្ងៃជាបាតកម្មរបស់ពួកអាវលឿងសុទ្ធសាធហើយតាំងពីជាង2ខែកន្លងទៅគេមិនសូវឃើញមានអំពើហិង្សាអ្វីធំដុំទេរីឯនៅខាងរដ្ឋាភិបាលវិញក៏ទ្រាំអត់ធ្មត់នៅស្ងៀមដែរតែចំពោះពួកបាតកោនេះពិតជាបរិយាកាសមួយមិនល្អសោះព្រោះថាបើស្ថានភាពនៅតែបន្តយ៉ាងដូចនេះមិនដឹងជាថ្ងៃណាទេដែលបំណងទម្លាក់លោកស្រីយីងឡារបស់ខ្លួនទទួលបានជោគជ័យនោះអញ្ចឹងពួកគេយល់ថាដើម្បីបង្កើតឲ្យមានបរិយាកាសវឹកវរច្របូកច្របល់បានមានតែរៀបចំប្រឌិតអំពើហិង្សាដោយខ្លួនឯងទេបើកាលណារូបភាពវឹកវរច្របូកច្របល់កាន់តែធ្ងន់ធ្ងរដែលគ្មាននរណាម្នាក់អាចគ្រប់គ្រងបានហើយនោះកងទ័ពនឹងចេញមុខអន្តរាគមន៍ដោយជៀសមិនរួចដែលជាទូទៅគឺគ្មានអ្វីក្រៅពីរដ្ឋប្រហារនោះទេ
នេះហើយជាបំណងប្រាថ្នាដែលមេបាតកោឲ្យលឿងលោកស៊ូថេបទន្ទឹងរង់ចាំតែមួយគាត់ព្រោះថាទម្លាក់លោកស្រីយីងឡាក់តាមក្បួនបាតកម្មអហិង្សាប្រហែលជាមិនអាចទៅរួចហើយទម្លាក់តាមការបោះឆ្នោតគឺរឹតតែគ្មានសង្ឃឹមទៅទៀតដែរសុភារីចាចុងក្រោយនិយាយអំពីលោកស៊ូថេបវិញគុណធីរ៉ាគឺថាលោកស៊ូថេបមានដីកាចាប់ខ្លួនពីបទញុះញង់ឲ្យមានការងើបបះបោទៅហើយចុះហេតុអ្វីបានជាប៉ូលីសមិនព្រមឃាត់ខ្លួនលោកទៅវិញមិនត្រឹមតែមិនហ៊ានឃាត់ខ្លួនលោកស៊ូថេបប៉ុណ្ណោះទេសុភារីតែលោកស៊ូថេបថែមទាំងមានសិទ្ធិសេរីភាពពេញទីដើរហើរព្រមទាំងចេញមុខចាត់ចែងមហាបាតកម្មមកដល់ម៉ោងនេះទៀតផងមែនទែនទៅក្រៅពីដីកាចាប់ខ្លួនលោកស៊ូថេបពីបទបានញុះញង់ឲ្យមានការងើបបះបោប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកស្រីយីងឡាក់ដែលតុលាការបានចេញកាលពីដើមខែធ្នូឆ្នាំ2013លោកស៊ូថេបក៏កំពុងជាប់ចោទក្នុងរឿងអាស្រូវមួយទៀតកាលពីឆ្នាំ2010នៅក្នុងព្រឹត្តិការណ៍វាយបង្ក្រាបយ៉ាងហិង្សាលើក្រុមបាតកោគាំទ្រលោកថាក់ស៊ីនដោយបានបណ្ដាលឲ្យមានមនុស្សស្លាប់90នាក់និងដែលកាលនោះរូបលោកស៊ូថេបមានតំណែងជាឧបនាយករដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលរបស់លោកអភិសិទ្ធសំណួរហេតុអ្វីបានជាប៉ូលីសមិនព្រមចាប់ខ្លួនលោកកំហុសត្រូវបានគេទម្លាក់ដាក់លើប៉ូលីសដែលមិនព្រមចាប់ខ្លួនលោកស៊ូថេបប៉ុណ្ណោះទេតែគឺមិនហ៊ានតែម្ដងនៅថ្ងៃម្សិលមិញទៀតរដ្ឋាភិបាលក៏បានជំរុញឲ្យប៉ូលីសឃាត់ខ្លួនលោកស៊ូថេបបើមិនដូច្នោះទេគឺប៉ូលីសខ្លួនឯងនឹងត្រូវជាប់ទោសតែមកដល់ឥឡូវរឿងរ៉ាវនេះហាក់ដូចជាបន្តស្ងប់ស្ងាត់និងមិនសូវនិយាយច្រើនប្រមាណទេក្រុមអ្នកវិភាគបានយល់ឃើញថារឿងរ៉ាវនេះមានបង្កប់ទៅដោយរឿងនយោបាយច្រើនជាងរឿងបុគ្គលរបស់លោកស៊ូថេបផ្ទាល់ទៅទៀតពិសេសនៅក្នុងស្ថានភាពនយោបាយមិនទៀងទាត់នាពេលបច្ចុប្បន្ននេះតែម្ដងសុភារីចាសូមអរគុណគុណធីរ៉ាដែលបានចូលខ្លួនមកអន្តរាគមន៍នៅពេលនេះបទយូកាល្ងាចនេះមហោស្រពទីក្រុងយើង2014នឹងត្រូវបើកសម្ពោធនៅក្នុងវិមានដ៏ពុកផុយមួយនៅតាមមហាវិថីព្រះសុធារសទល់មុខវាលមែនក្នុងទីក្រុងភ្នំពេញការរៀបចំពិព័រណ៍មហោស្រពដែលតាក់ទងទៅនឹងនគររូបនីយកម្មគឺផ្អែកលើតថភាពនិងក្តីស្រមៃទស្សនវិស័យនិងគំនិតច្នៃប្រឌិតរបស់សិល្បករស្ថាបត្យករអ្នករចនាអ្នកសម្ដែងនិងអ្នកអប់រំអំពីការរៀបចំក្រុងត្រូវលាតត្រដាងមហោស្រពទីក្រុងយើងក៏រៀបចំធ្វើនៅខេត្តសៀមរាបនិងខេត្តបាត់ដំបងផងដែរក្រៅពីសាធារណជនទូទៅយុវជននិងនិស្សិតក៏ជាក្រុមគោលដៅរបស់មហោស្រពនេះផងដែរព្រឹកនេះជាការរៀបចំបង្ហើយសម្រាប់ពិធីសម្ពោធពិព័រណ៍ដែលនឹងបើករហូតដល់ថ្ងៃទី26ខែមករាជុំវិញការរៀបចំពិព័រណ៍នេះសូមអញ្ជើញលោកអ្នកនាងស្ដាប់បទចម្រៀងរបស់អែមញៀកទីក្រុងភ្នំពេញរបស់សិល្បករមិនដូចទីក្រុងភ្នំពេញរបស់លោកប៉ាសុជាតិកំពង់ឡើយល្ងាចនេះចាប់ពីម៉ោង 7 ទៅលោកស្រីអ្នកនាងកញ្ញាអាចទៅទស្សនាទីក្រុងភ្នំពេញដែលត្រូវបានបង្កើតដោយទស្សនវិស័យនិងបណ្ដុំគំនិតច្នៃប្រឌិតរបស់សិល្បករស្ថាបត្យករអ្នករចនានិងអ្នកសម្ដែងនៅឯវិមានដ៏ទ្រុឌទ្រោមមួយនៅមហាវិថីព្រះសុធារសទល់មុខវាលព្រះមេនគេហៅទីនោះតាមភាសាអង់គ្លេសថា The Mansion ជាទីដែលមហោស្រពទីក្រុងយើងឆ្នាំ2014កំពុងប្រព្រឹត្តទៅអ្នកនាងដែលមានខាលីប្រធានផ្នែកទីផ្សារនិងទំនាក់ទំនងពន្យល់អំពីការជ្រើសរើសទីតាំង We think this is a fantastic site as it really represents everything about the festival. It's an old building that's falling apart. The city and Cambodians in general don't have a lot of knowledge about preservation. ពីព្រោះប្រជាជនកម្ពុជាជាទូទៅមិនសូវយល់ដឹងអំពីការអភិរក្សហើយការរក្សាអគារចាស់ដូចនេះគួរតែត្រូវបានគេគិតថាជារបៀបដែលវាបន្ថែមលក្ខណៈនិងភាពដោយឡែកឲ្យប្រទេសកម្ពុជាដូច្នេះកន្លែងនេះគួរតែជាទីដ៏ល្អបំផុតហើយសម្រាប់បង្ហាញស្នាដៃសិល្បៈព្រឹកមិញការបង្ហើយកិច្ចការចុងក្រោយសម្រាប់មហោស្រពទីក្រុងយើងមានសភាពមមាញឹកយ៉ាងខ្លាំងនៅក្នុងបន្ទប់ដែលក្រុមសិល្បករនិងជាងកំពុងគូសប្លង់បំពាក់ផ្ទាំងរូបថតនិងសម្អាតទីកន្លែងអ្នកនាង Kelly បានរៀបរាប់អំពីសកម្មភាពសំខាន់ៗនៃមហោស្រពឆ្នាំនេះសកម្មភាពសិល្បៈជាច្រើនប្រភេទត្រូវបង្ហាញនៅក្នុងមហោស្រពនេះក្នុងនោះមានសិប្បកម្មឫស្សីដែលគួរឲ្យចាប់អារម្មណ៍យើងចង់ពង្រឹងគំនិតដែលថាឫស្សីជាវត្ថុធាតុដើមមានគុណសម្បត្តិផ្នែកសេដ្ឋកិច្ចនិងអាចកកើតឡើងវិញដែលប្រជាជនកម្ពុជាគួរតែប្រើឲ្យបានច្រើន
យើងក៏មានពិព័រណ៍រូបថតដែលបង្ហាញនៅប្លង់ទីក្រុងនិងគេហដ្ឋានដោយតែរូបដែលជាប់នឹងជញ្ជាំងខាងក្រោយយើងនេះបង្ហាញអំពីផ្ទះនានាដែលពុកផុយនិងបំផ្លាញបន្ទាប់ពីរបបខ្មែរក្រហមយើងមានការសម្ដែងសិល្បៈនៅក្រៅអគារចាស់នេះដូចជារបាំដែលមានទំនាក់ទំនងទៅនឹងលំហជាដើមចាយើងមានរបស់ជាច្រើនសម្រាប់មើលដែលបានមកពីអ្នកច្នៃប្រឌិតនានានៅក្នុងប្រទេសកម្ពុជានិងក្នុងពិភពលោកហើយយើងក៏មានពិព័រណ៍ស្ដីពីចក្ខុវិស័យភ្នំពេញផងដែរចេញពីសាលារចនាប៉ែនសេរីបញ្ញាអាយុ25ឆ្នាំដែលកំពុងរៀបចំចក្ខុវិស័យភ្នំពេញនៅក្នុងបន្ទប់ដែលមានជញ្ជាំងថ្មរបេះដុំពន្យល់អំពីកិច្ចការរបស់ក្រុមខ្លួនការតាំងខ្លួនឈ្មោះថាភ្នំពេញ Vision បាននិយាយចក្ខុវិស័យភ្នំពេញដែលយើងបាននិយាយថាផ្ដល់ឱកាសឲ្យមិនមែនតែយើងអ្នករៀបចំទេបាននិយាយថាអ្នកដទៃដូចជាមនុស្សនៅតាមផ្លូវឬក៏ជាអាទិចេញនៅពីទីក្រុងហើយដូចជាការតាំងព័ន្ធនេះជាដើមគឺថាច្បាស់នៅក្នុងជំហរនៅក្នុងបន្ទប់នេះយើងចាត់ទុកជាពេញមួយដូចជានេះទលេ4មុខអានេះពេញអានេះនៅម្ដុំច្បារអំពៅហើយទលេ4មុខអានេះចូលចវាចឹងយើងបិទអាហ្នឹងគឺជាទលេមួយជាទលេ4មុខយើងដឹងថាពេញនិយាយទលេ4មុខជានៅបកដើមនឹងពេញចឹងវាសំខាន់ហើយយើងគឺជាទីសំខាន់ហើយតោះមកយើងបិទពណ៌បៃតងនេះគឺជាបញ្ហាពណ៌បៃតងគឺជាខ្សែរៀងរ៉ូតនៅពេញតែមកពណ៌បៃតងមកលេងគឺទីក្រុងចាស់ចឹងបើយើងចង់រៀបចំគឺ idea ទាំងអស់នេះគឺវានឹងពេញចឹងខ្ញុំបាត់ពេញទៅ3គីឡូម៉ែត្របានយើងអត់ពេញចឹង idea អស់នេះគឺ idea គឺចេញជាអនាគតរបស់ពេញយើងបានមានមួយកែ4និងមួយកែធំ1 2 3និងមួយកែ4ដែលមួយកែ4នេះ2បានមកគឺនេះជួយដល់សិស្សរៀនផ្នែក architect នៅសាលារចនាសាលាគាត់ជួបគ្នាគាត់ធ្វើពិសេសមានតែគ្នា10នាក់ហើយយកគាត់ហើយមួយកែ2គឺរបស់សិល្បករដែលមានបងមួយណាមួយបាទតែគឺយើងផ្នែកសាស្ត្រជាបាន development ក្នុងពេញពីស្នាដៃគាត់រីកសាជាប្រកាន់បានចឹងវាល្អជាងលក្ខណៈជាអភិមរូបក្នុងអាយុ28ឆ្នាំសវណ្ណភីឡុកអ្នកថតរូបនិងជាអ្នករៀបចំពិព័រណ៍ដែលផ្ដោតលើទីកន្លែងនិងទំនាក់ទំនងរបស់បុគ្គលជាមួយទីកន្លែងទាំងនោះបានរៀបរាប់ថានៅទីនេះសិតការងារទាំងអស់សិតសំខាន់ទាំងអស់ដែលថាវាមានចំណុចពិសេសយើងរៀងខ្លួនហើយយើងរៀបចំនេះគឺក៏អត់មានការថ្លឹងថ្លែងឬក៏អត់មានការវិភាគឬក៏បែងចែកស្នាដៃណាទៅស្នាជាស្នាដៃណាស្នាដៃណាខ្សោយជាស្នាដៃណាប៉ុន្តែអ្វីដែលសំខាន់គឺចាក់ស្ដែងយើងអង្គុយនៅក្នុងបន្ទប់នេះជាមួយបងយើងមានគំនូររបស់រូបភាពលាយជាមួយគំនូរជាមួយរបស់សិល្បករចម្រុះពីរនាក់ដែលគាត់ជាជនជាតិខ្មែរអ្នកគូជាមួយនឹងអ្នកថតរូបជាជនជាតិអេស្ប៉ាញប៉ុន្តែគាត់ជាអ្នកជនជាតិអេស្ប៉ាញដែលមករួមនៅក្នុងខ្មែរប្រហែលឆ្នាំហើយអញ្ចឹងពេលដែលគាត់ផ្ដើមគំនិតដើម្បីចូលរួមក្នុងមហាស្រពទីក្រុងយើងគាត់បានមកគំនិតថាអូខេគាត់ទៅថតនៅក្នុងអាគារមួយដែលគេបន្ទាប់ពីសម័យសង្គ្រាមទៅគេត្រឡប់ទៅរស់នៅកន្លែងហ្នឹងបែរថាពីមុនអ្នកដែលនៅហ្នឹងគាត់មិនកន្លែងហ្នឹងមិនជាទីកន្លែងសាធារណៈដូចជាកន្លែងសម្រាប់ប្រពៃពិធីអីមួយមិនមែនជាផ្ទះទេប៉ុន្តែដោយសារក្រោយពីសម័យសង្គ្រាមអ្វីដែលគាត់ផ្ទះរបស់គាត់ត្រឡប់ទៅវិញត្រូវបានគេរស់នៅអញ្ចឹងហើយបានគាត់មានគំនិតថាដូចជាយើងមើលឃើញនៅកន្លែងស្នូវាកប់ខ្មោចនៅផ្ទះអាគារផ្សេងៗដែលយើងមើលជាមិនមែនជាផ្ទះពីមុនបើជាទីតាំងមួយដែលគេសម្រាប់ធ្វើពិធីផ្សេងៗអញ្ចឹងខាងនេះគាត់ទៅថតហើយបានបន្តមកទៀតគឺឌីណាគាត់ជាអ្នកគំនូរគាត់បានជួយបន្ថែមគំនិតរបស់គាត់ក្នុងទីក្រុងភ្នំពេញពិតប្រាកដបានប្រែប្រួលយ៉ាងខ្លាំងទាំងទំហំទាំងផ្នែកស្ថាបត្យកម្មទាំងបរិស្ថាននិងទាំងបរិយាកាសការផ្លាស់ប្ដូរមុខមាត់នៃរាជធានីបុរាណដែលមានអាយុកាល880ឆ្នាំនេះបានកើនឡើងយ៉ាងគំហុកក្នុងរយៈពេលចុងក្រោយនេះដោយសារការសម្រេចចិត្តរបស់អាជ្ញាធរ
ដែលមានធានាបានពន្យល់អំពីមូលហេតុនៃការជ្រើសរើសឈ្មោះមហោស្រពយើងបានដាក់ឈ្មោះមហោស្រពនេះថាទីក្រុងយើងពីព្រោះវាផ្ដោតលើនគររូបនីយកម្មក្នុងប្រទេសកម្ពុជានគររូបនីយកម្មតកតងដោយផ្ទាល់ទៅនឹងការរៀបចំទីក្រុងការដាក់ពាក្យយើងគឺចង់ឲ្យសាធារណជនគិតថាទីក្រុងជារបស់ពួកគេហើយនៅទីនេះយើងចង់បង្ហាញនៅរបៀបដែលអាចកែលម្អទីក្រុងរបៀបធ្វើឲ្យទីក្រុងកាន់តែរស់រវើកនិងជាប់ចិត្តដើម្បីធ្វើឲ្យទីក្រុងក្លាយទៅជាកន្លែងដែលគួរឲ្យចង់រស់នៅគួរឲ្យចង់ធ្វើការនិងគួរឲ្យចង់ដើរលេងខ្លាំងឡើងថែមទៀតក្រៅពីសាធារណជនទូទៅមហោស្រពនេះក៏សំខាន់សម្រាប់យុវជននិងនិស្សិតផងដែរអ្នកស្រីតាណាឡែងលុយដែលជាប្រធាននិងជាស្ថាបនិកមហោស្រពទីក្រុងយើងពន្យល់ Part of our vision for the festival is to reach out to young people ទេសនវិស័យខ្លះនៃមហោស្រពរបស់យើងគឺសម្រាប់ក្មេងៗជាពិសេសនៅកម្ពុជាដូច្នេះហើយបានជាយើងបង្កើតក្រុមយុវជនស្ម័គ្រចិត្តហៅថាកម្មវិធីយុវជនហើយកម្មវិធីនេះគឺយើងធ្វើមិនគ្រាន់តែយកពួកគេមកប្រើឬយកធ្វើជាអ្នកស្ម័គ្រចិត្តទេប៉ុន្តែយើងចង់ឲ្យពួកគេជាផ្នែកមួយនៃគម្រោងយល់អំពីចក្ខុវិស័យរបស់សិល្បករនិងចូលរួមក្នុងអ្វីដែលកំពុងប្រព្រឹត្តទៅក្នុងមហោស្រពនិងជាពិសេសជាមួយអ្វីដែលកំពុងកើតឡើងក្នុងទីក្រុងដូច្នេះយើងឃើញមានឱកាសបង្កើតសហគមន៍យុវជនដើម្បីពង្រឹងចំណេះដឹងនិងដើម្បីទ្រទ្រង់ចក្ខុវិស័យផ្ទាល់របស់ពួកគេក្នុងនាមជាយុវជនមហោស្រពទីក្រុងយើងនៅភ្នំពេញនឹងបើករហូតដល់ថ្ងៃទី26ខែមករាចាប់ពីថ្ងៃទី31ខែមករាដល់ថ្ងៃទី2ខែកុម្ភៈសកម្មភាពសិល្បៈនេះនឹងបដូរទៅធ្វើនៅខេត្តសៀមរាបហើយមហោស្រពនឹងបញ្ចប់នៅខេត្តបាត់ដំបងពីថ្ងៃទី7ដល់ថ្ងៃទី9ខែកុម្ភៈអ្នកស្រីឡែងលុយសៀមរាបគឺជាក្រុងធំមួយដែលពឹងផ្អែកលើវិស័យទេសចរណ៍ប៉ុន្តែមូលហេតុដែលយើងពង្រីកសកម្មភាពនៅទីនោះគឺដោយសារក្រុងនោះសម្បូរមនុស្សខ្លាំងៗខាងផ្នែកបង្កើតគំនិតថ្មីមហោស្រពរបស់យើងគឺធ្វើឲ្យសិល្បករស្ថាបត្យករនិងវិចិត្រករចូលរួមចំណែកក្នុងការអភិវឌ្ឍក្រុងនៅភ្នំពេញនេះមហោស្រពប្រព្រឹត្តទៅនៅកន្លែងផ្សេងៗគ្នាច្រើនដោយយល់ទៅតាមសកម្មភាពសិល្បៈប៉ុន្តែនៅអគារចាស់ដែលស្ថាបនាតាមរចនាបថបែបអាណានិគមនិយមមុខវាលព្រះមេនោះជាមូលដ្ឋាននៃមហោស្រពហើយជាទីដែលមានការសម្ដែងសិល្បៈក្រោមស្នូលនៃតន្ត្រីកន្ត្រាក់អារម្មណ៍ខ្លះផងការរស់នៅក្នុងរាជធានីភ្នំពេញនៃក្តីស្រមៃរបស់សិល្បករទំនងជាសប្បាយអរគុណអាមៀកសម្រាប់បទយកានៅរាត្រីនេះសហគមន៍ខ្មែរនៅប្រទេសបារាំងការវឹកហាត់សម7ឆ្នាំរបស់សិល្បករខ្មែរជាមួយក្រុមល្ខោន Théâtre du Soleil បានផ្ដល់លទ្ធផលជាផ្លែផ្កានៅចុងសប្តាហ៍នេះនៅក្នុងមហោស្រពសិល្បៈនៃប្រទេសនិយាយភាសាបារាំងនៅខេត្ត Limoges នៅក្នុងការសម្ដែងរយៈពេល6ម៉ោងសិល្បករខ្មែរប្រកបដោយថាមពលនិងសកម្មភាពរស់រវើកបានតាក់ទាញទស្សនិកជនបារាំងនិងខ្មែរឲ្យតាមដានរឿងប្រវត្តិសាស្ត្រគួរឲ្យស្ញើតែពុំទាន់ចប់នៃនរោត្តមសីហនុព្រះមហាក្សត្រកម្ពុជាតើរឿងប្រវត្តិសាស្ត្រនោះមានខ្លឹមសារយ៉ាងណាខ្លះសូមអញ្ជើញលោកអ្នកនាងស្ដាប់បទយកាឡើងវិញពីប្រទេសបារាំងដោយឈៀងបុប្ផានៅពេលចង់សរសេររឿងល្ខោនទាក់ទងទៅនឹងកម្ពុជាលោកស្រីអេឡែនស៊ីស៊ូមើលឃើញថាមានតែតួអង្គព្រះសីហនុទេដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រសម័យទំនើបរបស់កម្ពុជានេះគឺជាគំនិតផ្ដួចផ្ដើមឲ្យមានរឿងល្ខោននេះឡើងសាច់រឿងប្រវត្តិគួរឲ្យស្ញប់តែពុំទាន់ចប់នៃនរោត្តមសីហនុព្រះមហាក្សត្រកម្ពុជាចាប់ផ្ដើមជាមួយនឹងភាពសម្បូរសប្បាយនៅក្នុងព្រះរាជវាំងសម្ដេចនរោត្តមសីហនុត្រូវបានសេនាប្រមុខលន់ នល់ធ្វើរដ្ឋប្រហារទម្លាក់នៅក្នុងពេលដែលព្រះអង្គកំពុងតែគង់ប្រថាប់នៅទីក្រុងមូស្គូគឺនៅទីនោះហើយដែលព្រះអង្គទាមទារឲ្យសហភាពសូវៀតដាក់គំនាបទៅលើវៀតណាមខាងជើងបន្ទាប់ពីរដ្ឋប្រហារនេះព្រះអង្គសីហនុបានធ្វើដំណើរបន្តពីមូស្គូទៅប៉េកាំងជាទីដែលព្រះអង្គត្រូវមហាមិត្តជូអេនឡាយណែនាំឲ្យចាប់ដៃជាមួយនឹងកុម្មុយនីសខ្មែរក្រហមហើយដល់យើងនេះការដៃចំណិតនេះតាក់ទេមិនបានទេគ្មានទេបើមានមែនគឺមានតែគិតដាក់អឹងរត់ថែយូរវែងឡាយទៅជាមកអាក់ថៃចិននេះហើយគឺជាកិច្ចសន្យារបស់អើអូខេវិញខ្ញុំហើយរដ្ឋមន្ត្រីដើរឡៃនឹងដើរនឹងរូបរបស់ខ្ញុំនោះទៅថ្ងៃមួយខ្ញុំលើតែចៃអំថាប្រទេសកម្ពុជាមិនមែនជាព្រះរាជាណាចក្រទេគឺលើតែចៃអំមែនតែតែនេះគឺជប់រៀងនៅតាមនោះទៅបានជំនួយគេទេថាភ្នំពេញបានតែចូលក្នុងកណ្ដាប់ដៃក្បែរក្រហមហើយយកភ្នំពេញគ្មានពិបាកស្អីទេខ្ញុំយកភ្នំពេញបានហើយបន្ទាប់មកខ្ញុំមើលឃើញថាមានអ្វីមានមនុស្ស
អត់បាយ2លានកន្លះខ្ញុំមើលឃើញថាបដិវត្តយើងនឹងមានប្រតិកិរិយាមកវាយប្រឆាំងខ្ញុំបំរុងនិយាយថាដូច្នេះដែរអីទៅភ្នំពេញពុំគ្រាន់តែជាជំរកយ៉ាងធំស្កឹមស្កៃនៃភាពពុករលួយសម្បុកប៉ុនស័កប្រយោជន៍តខ្លួនភាពកំសាន្តនេះប៉ុណ្ណោះទេតែជាសម្បុកចារកម្មអាមេរិកចារកម្មពួកសាធារណរដ្ឋនិងចារកម្មពួកស័យអនុពួកនិយមស័យអនុទៀតផងក្រុងទាំងមូលពោពេញទៅដោយមនុស្សមុខពីរចាំទីរៈអន្តៈអង្គប់ខ្ញុំគ្មានត្រូវការឲ្យចំណីដល់សត្វក្រពើដែលចាំតែហែងរួមខំទីយើងក្រោយពេលដែលវាឆ្អែតភ្លាមនោះទេខ្ញុំមិនធ្វើទេរបៀបនេះខ្ញុំយល់ស្របតាមគំនិតនេះចិញ្ចឹមភ្នំពេញដូចជាចិញ្ចឹមមនុស្សឲ្យសម្រាប់យើងដូចនោះដែរហូយន្តមិនយល់ស្របទេស្របខ្ញុំគ្រាន់តែមិនដឹងថាត្រូវធ្វើយ៉ាងម៉េចខ្ញុំចង់ទុកភ្នំពេញឬមិនចង់អង្គការថាម៉េចអង្គការឆ្លើយថាទេប៉ុលពតខៀវសំផនអ៊ីងសេរីនិងអ៊ីងធីរិតមេដឹកនាំខ្មែរក្រហមទាំង4រូបចង់ធ្វើបដិវត្តមហាលុតផ្លោះឲ្យលឿនជាងចិនទៅទៀតខៀវសំផនដែលធ្លាប់បានទទួលការសិក្សាសេដ្ឋកិច្ចនៅប្រទេសបារាំងនោះបានសម្រេចធ្វើតាមការស្រមៃរបស់ខ្លួនគឺបណ្ដេញប្រជាជនចេញឲ្យអស់ពីទីក្រុងភ្នំពេញចំណែកឯព្រះមហាក្សត្រនរោត្តមសីហនុវិញត្រូវបានពួកខ្មែរក្រហមចាប់ដាក់ឃុំនៅក្នុងព្រះរាជវាំងបន្ទាប់ពីព្រះអង្គបានលាលែងចេញពីតំណែងប្រមុខរដ្ឋហើយនៅប៉ុន្មានថ្ងៃមុនទីក្រុងភ្នំពេញធ្លាក់ទៅក្នុងដៃកងទ័ពវៀតណាមខ្មែរក្រហមដឹកនាំដោយប៉ុលពតបានបញ្ជូនព្រះអង្គសីហនុចេញទៅទីក្រុងប៉េកាំងនៅក្នុងបំណងឲ្យព្រះអង្គជួយបញ្ចុះបញ្ចូលផ្សព្វផ្សាយដំណឹងដល់អន្តរជាតិពីការលុកលុយរបស់វៀតណាមនៅក្នុងប្រទេសកម្ពុជាការចំណត់ខ្ញុំនៅអត់ផ្ទះខ្ញុំមិនស្គាល់មិនឲ្យថាស្នោះណាស់ទេខ្ញុំឆ្លងកាត់អស់ហើយខ្ញុំអ្នកអស់ខ្ញុំចាញ់អស់ខ្ញុំយកត្រូវខ្ញុំយកអស់ខ្ញុំយកត្រូវមុនគេពេកខ្ញុំភ្លេចគិតថាគេយកកំបិតមកដាក់ខ្ញុំពីក្រោយស្នងខ្ញុំគិតខុសខ្ញុំគិតត្រូវខ្ញុំនិយាយពុតអោយច្រើនខ្ញុំនិយាយខកបិទច្រើនពេកណាស់ហើយខ្ញុំសុំនិយាយត្រឹមនេះចុះមិនបានយល់ទៅចាស់ទូមិនអាចទៅពីទេត្រូវការណាស់ធ្វើអ្វីជារបៀបប្រតិចារនោះខ្ញុំនឹងសរសេរប្រវត្តិសាស្ត្រកម្ពុជាវគ្គទី1អានដៃឡប់តើថាលំនៅបានរៀបចំជើងព្រោះអ្វីខ្លះឲ្យខ្មែរក្រហមបានរៀបចំជើងព្រោះអ្វីខ្លះឲ្យប្រទេសវៀតណាមហើយបងវិញបងអស់អនាគតហើយតែនៅរួមបន្តស្លាប់បងលើនិយាយនៅខ្លួននៃបរិហារប្រវត្តិសាស្ត្រខ្ញុំគ្មានពាក្យអ្វីមករៀបរាប់អស់ពីអារម្មណ៍រំភើបរបស់ខ្ញុំបានទេជាយូរមកហើយដែលខ្ញុំទន្ទឹងរង់ចាំល្ខោននេះជាភាសាខ្មែរគ្មានបញ្ហាទេដែលខ្ញុំមិនយល់ភាសាខ្មែរល្ខោនពីមុននិងឥឡូវគឺមានសភាពរស់រវើកដូចគ្នាប៉ុន្តែចំណុចពិសេសឥឡូវនេះគឺមានភាសាខ្មែរដែលជាភាសាកំណើតរបស់សាច់រឿងនេះតួអង្គស្រីដែលសម្ដែងសីហនុវិញគឺអស្ចារ្យណាស់គាត់ពូកែសម្ដែងដូច Rock Bigo អញ្ចឹងគឺចេះបង្ហាញឲ្យគេឃើញពីកាយវិការណត់គំនិតបត់បែនដ៏ឆាប់រហ័សរបស់ព្រះអង្គសីហនុ Elle est royale. Linh Sihanouk